ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយទៀតហើយដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ជាការកំសាន្តដែលសាច់រឿងនេះផងដែរគឺបានចែករំលែកដោយបងប្រុសម្នាក់ឈ្មោះថាសុភាគាត់បានចែករំលែកនៅរឿងរ៉ាវដែលបានកើតឡើងចំពោះឪពុករបស់គាត់ផ្ទាល់តែម្ដងតាក់ទងនឹងរឿងរ៉ាវអាត់កំបាំងដែលបានកើតឡើងនៅនឹងវត្តមួយកន្លែងនៅក្នុងខេត្តឧត្តរមានជ័យដែលវត្តអារាមនោះទៀតសោតគឺមានអាយុកាលរាប់រយឆ្នាំណាស់មកហើយក៏មានព្រះពុទ្ធរូបវ័យចំណាស់ដែលបានគេរក្សាទុកនៅទីនឹងផងដែរនៅក្នុងសម័យខ្មែរក្រហមវត្ថុបុរាណក៏ដូចជារបស់របរអីផ្សេងហ្នឹងគឺត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងក៏ប៉ុន្តែបន្ទាប់ពីសម័យសង្គ្រាមកន្លងផុតទៅវត្តអារាមក៏ត្រូវបានគេជួសជុលឡើងមកវិញមកស្អាតដោយសភាពដើមវិញអញ្ចឹងណាទាំងអស់គ្នាប៉ុន្តែក្រោយពេលដែលជួសជុលវត្តអារាមស្អាតបាតហើយក៏មានរឿងរ៉ាវរន្ធត់ក៏ដូចជាអាត់កំបាំងជាច្រើនបានកើតឡើងនៅក្នុងបរិវេណវត្តហ្នឹងអញ្ចឹងចង់ដឹងសាច់រឿងនៅទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាសាច់រឿងគឺបានកើតឡើងចំពោះឪពុករបស់បងសុភាផ្ទាល់តែម្ដងចំណែកបងសុភាវិញបច្ចុប្បន្នគាត់មានមុខរបរជាសន្តិសុខយាមនៅក្រុមហ៊ុនមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញប៉ុន្តែគាត់សុំលាក់ឈ្មោះកន្លែងការងារក៏ដូចជាទីតាំងរបស់គាត់ធ្វើការដើម្បីកុំឲ្យប៉ះពាល់ដល់កន្លែងធ្វើការរបស់គាត់បងសុភាគាត់អត់ទាន់មានគ្រួសារនោះទេអញ្ចឹងហើយគាត់មានខ្លួនមួយប្រាក់ខែគាត់បានត្រឹមតែចាយ100រួចខ្លួនតែប៉ុណ្ណោះគាត់មិនអាចផ្ញើទៅផ្ទះអីបានច្រើននោះឡើយបានតែទិញទួចអីអញ្ចឹងណាទាំងអស់គ្នាបងសុភាគាត់គឺជាកូនប្រុសច្បងនៅក្នុងគ្រួសារហើយឪពុករបស់គាត់វិញមានមុខរបរជាតាអាចារ្យនៅក្នុងវត្តមួយកន្លែងហ្នឹងអញ្ចឹងហើយនៅពេលដែលអ្នកភូមិគេមានពិធីសូត្រមន្តឡើងផ្ទះពិធីអីហ្នឹងគឺគេអញ្ជើញគាត់ទៅចូលរួមធ្វើពិធីហ្នឹងហើយគាត់ក៏បានប្រាក់កម្រៃខ្លះបន្តិចបន្តួចសម្រាប់យកមកផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ផងដែរជាទូទៅបងសុភាគាត់កម្របានទៅលេងស្រុកកំណើតណាតើតែគាត់មានពិធីបុណ្យទានក៏ដូចជាមានមេត្រូវឲ្យឈប់អីបានគាត់អាចត្រឡប់ទៅលេងស្រុកកំណើតឬមួយក៏ផ្ទះគាត់បានអញ្ចឹងនៅពេលមួយបងសុភាគាត់បាននិយាយថាវាត្រូវជាខែកឋិនណាអ្នកទាំងអស់គ្នាដោយសារតែគាត់ខានទៅផ្ទះយូរផងនោះគាត់ក៏បានសុំមេរបស់គាត់ទៅលេងស្រុក 3-4 ថ្ងៃដោយសារតែផ្លូវរៀងឆ្ងាយគាត់ត្រូវធ្វើដំណើរទៅមួយថ្ងៃមកមួយថ្ងៃបាត់ហើយអញ្ចឹងបើសុំតិចថ្ងៃពេកវារបៀបថារៀងហត់ជាងធ្វើដំណើរផ្លូវឆ្ងាយម្ល៉េះហើយទើបគាត់សម្រេចចិត្តថាសុំមេគាត់ជប់4ថ្ងៃទៅបើទោះបីជាត្រូវកាត់ប្រាក់ខែតិចតួចអីក៏គាត់មិនថាអីនោះដែរដោយសារតែគាត់មានការនឹករលឹកឪពុករបស់គាត់ក៏ដូចជាពេលហ្នឹងផងដែរគាត់ចង់ទៅលេងបុណ្យកឋិនទាននៅក្នុងភូមិស្រុករបស់គាត់ផងដែរជាធម្មតារាល់ឆ្នាំនៅក្នុងវត្តរបស់គាត់ហ្នឹងពេលដែលមានពិធីបុណ្យកឋិនទានអញ្ចឹងគឺអ៊ូខ្លាំងមែនទែនគឺមានរៀបចំលេងល្ខោនគេដាក់ប្រដាប់កូពេតប៉ោងហើយក៏ដូចជាមានគេលេងល្បែងអីច្រើននៅក្នុងវត្តហ្នឹងណាហើយក៏មានមនុស្សម្នាច្រើនផងដែរបានមកចូលរួមនៅក្នុងពិធីបុណ្យកឋិនទាននៃវត្តរបស់គាត់ហ្នឹងផងដែរជាទូទៅនៅពេលដែលមានពិធីបុណ្យអញ្ចឹងឪពុករបស់គាត់តែងតែចូលទៅក្នុងកម្មវិធីបុណ្យហ្នឹងដើម្បីរែងគាសថវិកាបច្ច័យដើម្បីកសាងវត្តដោយឪពុករបស់គាត់តែងតែអង្គុយរែងគាសបច្ច័យហ្នឹងតាំងពីព្រឹករហូតដល់យប់ឯណោះគាត់ជួនអីពេលហ្នឹងនៅម៉ោងប្រហែលជា9យប់នៅខណៈពេលដែលឪពុករបស់គាត់កំពុងតែដើរនៅក្នុងវត្តសុកហ្នឹងណាមិនដឹងមិនស្រាប់តែគាត់ដួលពេលថាដួលសន្លប់នៅលើកម្រាលឥដ្ឋហ្នឹងណាឃើញបែបហ្នឹងបងសុភានេះគាត់ក៏បញ្ញាប់រត់សម្ដៅទៅឪពុករបស់គាត់យ៉ាងលឿនតែម្ដងដោយសារតែគាត់បារម្ភពីឪពុករបស់គាត់ក៏ទៅលើកងរួនហើយគាត់សួរឪពុកគាត់ថាកាត់អីពុកកាត់អីពុកកាត់ខ្យល់កមែនបងសុភាគាត់សួរដោយក្តីបារម្ភខ្លាំងមែនទែនដោយសារតែគាត់មិនដែលឃើញឪពុករបស់គាត់ដួលសន្លប់បែបហ្នឹងឡើយពេលហ្នឹងផងដែរក៏មានអ្នកផ្សេងទៀតដូចជាចាស់ៗហ្នឹងគាត់មកជួយហិតពេញកាឡាហិតអីអញ្ចឹងណាហើយគាត់ក៏ដឹងខ្លួនមកវិញហើយគាត់ក៏ឆ្លើយថាពុកអត់អីទេប្រហែលជាហត់ពេកខ្យល់កឲ្យបានជាវិលមុខដួលអញ្ចឹងណាប៉ុន្តែសម្រាប់បន្តិចទៅក៏មានកម្លាំងកំហែងវិញហើយមិនអីទេកុំបារម្ភអីពេលហ្នឹងផងដែរព្រះ
គ្រូចៅអធិការវត្តលោកក៏បានមកមើលលោកតាសុកផងដែរហើយក៏ប្រាប់ឲ្យបងភាហ្នឹងជូនឪពុករបស់គាត់ទៅសម្រាកនៅអង្គត់លោកសិនទៅចាំធូចាំជូនគាត់ទៅផ្ទះចំណែកបងភាវិញគាត់ក៏បញ្ញាប់គ្រាឪពុករបស់គាត់ទៅសម្រាកនៅគាត់លោកឪទៅដោយសារតែសភាពរបស់ឪពុករបស់គាត់ពេលហ្នឹងគឺទឹកមុខគាត់ស្លេកស្លាំងខ្លាំងមែនទែនរបៀបថាមនុស្សអស់កម្លាំងកំហែងនៅក្នុងខ្លួនណាអញ្ចឹងហើយបងសុភាក៏បាននាំឪពុករបស់គាត់ទៅសម្រាកនៅលើក្រែមួយទៅហើយបើកអង្ហាលបើកអីគាត់តិចដៃតិចខ្លួនអីអញ្ចឹងណាទាំងអស់គ្នាពេលហ្នឹងផងដែរលោកឪលោកក៏បាននិមន្តមកក្បែរបងសុភាហើយគាត់ក៏បានហៅបងសុភាចេញមកខាងក្រៅគាត់បន្តិចដោយសារតែលោកឪមានរឿងចង់និយាយជាមួយដោយសារតែបងសុភាគឺជាកូនរបស់លោកតាសុកដែលជាតាអាចារ្យនៅក្នុងវត្តហ្នឹងអញ្ចឹងហើយលោកឪស្គាល់បងភាច្បាស់ខ្លាំងមែនទែនចំណែកបងភាវិញគាត់ក៏ស្គាល់លោកឪច្បាស់ផងដែរអញ្ចឹងហើយណាមួយប្រហែលជាបែកគ្នាយូរលោកឪចង់សួរសុខទុក្ខអីអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងហើយពេលដែលបងភាគាត់ចេញមកខាងក្រៅគាត់ហើយពេលគ្រូចៅអធិការលោកក៏បានមានសង្ឃដីកាទាំងសម្លេងតិចថាភាឯងដឹងអត់មួយរយៈក្រោយនេះមានរឿងចម្លែកច្រើនណាស់កើតឡើងក្នុងវត្តយើងប្រសង់ច្រើនអង្គតែងតែឃើញសម្ោលអីមួយយ៉ាងនៅក្នុងបរិវេណវត្តហ្នឹងហើយពេលខ្លះក៏មានឮសំឡេងសូត្រធម៌ប្លែកនៅពីចំហៀងក៏ដូចជានៅចិត្តព្រះវិហារផងដែរឮបែបហ្នឹងបងភានេះគាត់ឆ្ងល់ខ្លាំងមែនតើមិនបានលោកឪយករឿងនឹងប្រាប់គាត់ទៅវិញហើយបងភាគាត់ក៏សួរទៅកាន់លោកឪថាកណាលោកឪចុះរឿងហ្នឹងវាមានអីពាក់ព័ន្ធតាក់ទងនឹងជំងឺរបស់ឪពុករបស់ខ្ញុំទៅគាត់សួររៀងចម្លែកចិត្តដែរណាទាំងអស់គ្នាព្រោះអីសុកបែរជាលោកឪយករឿងនឹងប្រាប់គាត់ទៅវិញលោកឪលោកក៏មានសង្ឃដីកាថាអាត្មាគិតថាវាប្រកាសជាតាក់ទងនឹងរឿងអត់កំបាំងអ្វីមួយនៅក្នុងវត្តហ្នឹងហើយជាពិសេសព្រះសង្ឃអង្គចាស់ដែលលោកបានសគត់ទៅពីមុនណាហើយមានតែឪពុករបស់ញោមទេដែលមានបច្ចុប្បន្នច្រើនជាងគេលោកដឹងអំពីប្រវត្តិរឿងរ៉ាវដែលធ្លាប់បានកើតឡើងនៅក្នុងវត្តរបស់យើងហ្នឹងអញ្ចឹងហើយប្រហែលជាឪពុករបស់ញោមដឹងរឿងរ៉ាវខ្លះហើយមិនអត់ទេហើយប្រហែលជាបលឹងវិញ្ញាណទាំងអស់ហ្នឹងគេចង់តាក់ទងប្រាប់រឿងអ្វីមួយទៅកាន់លោកហើយនៅខណៈពេលដែលលោកឪកំពុងតែមានសង្ឃដីកាជាមួយនឹងបងភាហ្នឹងស្រាប់តែមានសំឡេងអីមួយធ្លាក់មកយ៉ាងខ្លាំងលាន់ឮសុទ្ធតែក្រាំងនៅលើដំបូលសាលាឆាន់ទល់មុខនឹងកុដិរបស់ព្រះអង្គហ្នឹងភ្លាមហ្នឹងស្រាប់តែព្រះសង្ឃដែលអង្គុយនៅក្បែរកុដិហ្នឹងនាំគ្នារត់ចេញមកយ៉ាងលឿនហើយនាំគ្នាសម្លឹងមើលទៅខាងលើក៏អត់មានឃើញអីនោះដែរហើយមើលទៅអាផ្នែកខាងក្រោមហ្នឹងក៏អត់មានឃើញអីធ្លាក់មកដែរដល់អញ្ចឹងព្រះសង្ឃលោកឆ្ងល់ខ្លាំងមែនតើលោកឆ្ងល់ថាតើវាជាអីទៅឬមួយក៏មានក្មេងៗមកពីណាវាយកដុំថ្មដុំអីយកទៅគប់លើដំបូលសាលាឆាន់ទៅបានជាមានសម្លេងបែបហ្នឹងណាចំណែកបងភាវិញគាត់ក៏បានជម្រាបលាលោកឪចូលទៅមើលឪពុកគាត់វិញទៅនៅពេលដែលគាត់ចូលទៅដល់ក្នុងកុដិក៏ឃើញលោកតាសុកលោកភ្ញាក់ដឹងខ្លួនបាត់ទៅហើយបងភាគាត់ក៏សួរទៅកាន់ឪពុករបស់គាត់ថាពុកបានធូរខ្លះនៅហើយពុកសម្រាប់សិនទៅចាំធូរចាំខ្ញុំជូនទៅផ្ទះចំណែកលោកតាសុកវិញលោកក៏បាននិយាយថាអត់អីទេពុកធូរហើយកូនឯងឆាប់ជូនពុកទៅផ្ទះវិញទៅព្រោះអីយប់អីអញ្ចឹងបងសុភាគាត់ក៏បញ្ញាប់គ្រាពុករបស់គាត់នឹងត្រឡប់ទៅផ្ទះវិញទៅនៅគណៈពេលដែលគាត់កំពុងតែដើរគ្រាពុកគាត់ត្រឡប់ទៅផ្ទះវិញហ្នឹងបងភាគាត់ក៏បានសួរទៅកាន់ឪពុករបស់គាត់ថាពុកមុនហ្នឹងពុកមានឮសំឡេងអីអត់តាសុកគាត់ក៏បាននិយាយប្រាប់កូនគាត់ថាឮតាកូនពុកឮសំឡេងអីទេធ្លាក់ក្ដុំក្ដាំងនៅពីខាងក្រៅហ្នឹងប្រហែលជាក្មេងៗវាយកអីយកមកគប់ចំដំបូលសាលាឆាន់ហើយបានលាន់ឮសំឡេងខ្លាំងបែបហ្នឹងគ្រាន់តែគាត់និយាយមិនទាន់ចប់មកប្រហែលម៉ាត់ផងស្រាប់តែគាត់ចាប់ផ្ដើមក្អកខ្លាំងយកតែមែនទេអ្នកទាំងអស់គ្នាក្អកសឹងតែជ្រុះសួតចេញមកខាងក្រៅណាហើយពេលហ្នឹងផងដែរគាត់ស្រាប់តែទុនដៃទុនជើងសន្លប់បាត់មាត់ឈឹងនៅពីខាងមុខគាត់នឹងតែម្ដងអ្នកទាំងអស់គ្នាពេលហ្នឹងផងដែរបងសុភានេះគាត់ភ័យខ្លាំងមែនទែនគាត់ក៏បញ្ញាប់គ្រាឪពុកគាត់ឡើងចេញមកហើយយកទៅដាក់ទៅអង្គុយនៅលើបង់មួយនៅក្នុងវត្តហ្នឹងហើយគាត់ក៏បញ្ញាប់រត់ទៅហៅចាស់ឲ្យមកជួយណានៅគណៈពេលហ្នឹងផងដែរស្រាប់តែគាត់មិនប្រយ័ត្នទេរត់ទៅប៉ះនឹងព្រះសង្ឃអង្គចំណាស់មួយអង្គប៉ុន្តែព្រះសង្ឃអង្គហ្នឹងបងសុភាគាត់ដែលធ្លាប់ឃើញគង់នៅវត្តហ្នឹងពីមុនទេប៉ុន្តែបងសុភាគាត់ក៏មិនទៅគិតអីដែរថាជាព្រះសង្ឃមកពីណាព្រោះអីគាត់ខាននៅស្រុកយូរដែរខ្លាចក្រែងថាមានព្រះសង្ឃអង្គថ្មីអីលោកចូលមកគង់នៅវត្តហ្នឹងអញ្ចឹងណាគាត់ក៏បញ្ញាប់
đã cách tranh bị bỏng rốt sầm đai từ một tia từ có bàn tay bên nắng xẹp tay và song ong nắng lúc có ban chập đai rồi bỏ bong sập phía chọp hay lúc miên song để ca tiếng sầm lên sao tịch tịch tha ở bọc rồi bỏ nhôm mình ấy tê và hà chỉ kế trời ca về lía đầm bay cầm chặt cầm ạ có xó để kế bàn sang bị môn màu ấy từ bạp nắng bong sập phía này cốt chập đam sờ làng càng thêm mà đong mệt sốc lúc bài chỉ miên song để ca bạp nắng từ vinh ta và song ong nắng cứ chia nó na tớiហើយហេតុអីបានជាលោកស្គាល់ឪពុករបស់គាត់ពេលនឹងផងដែរបងសុភាគាត់សួរទៅប្រសង់ទាំងទឹកមុខងឿងឆ្ងល់ខ្លាំងមែនទែនព្រោះអីគាត់មិននឹកស្មានថាហេតុអីបានជាលោកស្គាល់ឪពុករបស់គាត់ពេលនឹងផងដែរប្រសង់អង្គនឹងលោកក៏បានមានសង្ឃដីកាថាអាត្មាធ្លាប់ជាអាចារ្យវត្តនៅនឹងវត្តនឹងពីមុនមកលោកគ្រាន់តែមានសង្ឃដីកាប៉ុណ្ណឹងហើយដឹកគុណលោកក៏និមន្តចូលទៅក្នុងផ្លូវចំហៀងសាលាឆាន់ហ្នឹងប៉ុន្តែល្ងិតខ្លាំងមែនតើផ្លូវហ្នឹងមានដោះព្រៃកគីព្រៃអីនៅក្បែរហ្នឹងដើរចូលទៅក្នុងនឹងបាត់ស្មោលឈឹងតែម្ដងពេលហ្នឹងផងដែរបងសុភានេះគាត់ស្រឡាំងកាំងខ្លាំងមែនតើគាត់គិតក្នុងចិត្តគាត់ឆ្ងល់ណាហើយមិនបានជាលោកមានសន្និកាបែបហ្នឹងទៅវិញពេលហ្នឹងផងដែរបងសុភាគាត់ក៏មិនទៅឆ្ងល់ច្រើនដែរព្រោះអីគាត់បារម្ភពីឪពុករបស់គាត់នេះគាត់ក៏បញ្ញាប់រត់សម្ដៅទៅកាន់គាត់របស់លោកឪដើម្បីឲ្យលោកឪមកជួយពេលដើរទៅដល់ក៏ឃើញលោកឪហើយបងសុភាគាត់ក៏ប្រាប់រឿងរ៉ាវគ្រប់យ៉ាងហ្នឹងទៅដល់លោកឪហើយលោកឪលោកក៏បញ្ញាប់រត់មកមើលតសុកដែលកំពុងតែសម្រាកនៅលើបងនៅក្បែរកុដហ្នឹងណាពេលហ្នឹងផងដែរលោកឪលោកក៏បានយកពេញកាឡាយកមកជួយរឹតចលីក្បាលចលីអីឲ្យតសុកហ្នឹងឲ្យគាត់បានដឹងខ្លួនមកវិញពេលហ្នឹងផងដែរបងភីនេះបងសុភាគាត់ក៏បាននិយាយប្រាប់លោកឪនៅហេតុការណ៍ដែលគាត់បានជួបមុនហ្នឹងលោកឪមុនហ្នឹងខ្ញុំបានជួបនឹងព្រះសង្ឃវ័យចំណាស់មួយអង្គលោកមានសន្និកាថាលោកធ្លាប់ជាអាចារ្យវត្តនៅកន្លែងហ្នឹងពីមុនមកពេលហ្នឹងផងដែរបច្ចៅអធិការលោកចាប់ផ្ដើមប្រែទឹកមុខពីធម្មតាមករបៀបថាទឹកមុខតក់ស្លុតហើយលោកមានសន្និកាថាមិនអាចទេអាចារ្យនៅក្នុងវត្តទាំងអស់ហ្នឹងកាលពីមុនណាលោកបានស្លាប់អស់ទៅហើយសល់តែឪពុកឯងនឹងហើយដែលវាថានៅវ័យចំណាស់ជាងគេប្រចាំវត្តរបស់យើងចំណែកបងសុភាឯនេះវិញគាត់នៅតែប្រកែកយ៉ាងខ្លាំងជាមួយនឹងលោកឪណាគាត់ថាពិតមែនណាលោកឪខ្ញុំពិតជាបានជួបគាត់មែនគាត់និយាយថាឪពុករបស់ខ្ញុំឈឺនឹងដោយសារតែគាត់មានកម្មអកុសលពីមុនមកពេលនឹងផងដែរលោកគ្រូចៅអធិការនេះលោកក៏ចាប់ដើមអង្គុយចុះហើយលោកក៏ដកដង្ហើមមានធំតិចថាសុភាវត្តហ្នឹងមានអាចកំបាំងច្រើនណាស់ដែលកូនឯងដឹងកាលពីសម័យខ្មែរក្រហមនៅវត្តហ្នឹងមានការសម្លាប់មនុស្សយ៉ាងរង្គាលច្រើនអ្នកខ្លាំងមែនទែនកាលនោះមានព្រះសង្ឃមួយអង្គលោកបានលាចាកសិក្ខាបទខ្លាចទៅជាតាអាចារ្យនៅក្នុងវត្តហ្នឹងហើយគាត់ឈ្មោះថាលោកតាដូនហើយគាត់គឺជាអ្នករស់នៅក្នុងភូមិហ្នឹងដូចគ្នាប៉ុន្តែមិនដឹងយ៉ាងម៉េចប្រហែលជាគាត់ត្រូវការលៀបសក្ការៈពីពពួកទ័ពខ្មែរក្រហមហើយគាត់បានរាយការណ៍ទៅកាន់ទ័ពខ្មែរក្រហមថានៅកន្លែងហ្នឹងមានប្រសង់ក៏ដូចជាមានអ្នកភូមិលាក់ខ្លួនចឹងហើយប្រាប់ឲ្យទ័ពខ្មែរក្រហមហ្នឹងចូលមកចាប់យកទៅសម្លាប់ឲ្យអស់ទៅពេលហ្នឹងផងដែរប្រសង់ក៏ដូចជាអ្នកភូមិជាច្រើនអ្នកត្រូវបានទ័ពខ្មែរក្រហមចាប់ទៅដុតជន្លៀសសម្លាប់ចោលយ៉ាងច្រើនអ្នកផងដែរក៏ប៉ុន្តែទន្ទឹមជាមួយគ្នានោះឪពុករបស់ឯងនេះក៏បានលួចទៅប្រាប់ប្រសង់ក៏ដូចជាអ្នកភូមិផ្សេងទៀតដែលរស់រានមានជីវិតហ្នឹងឲ្យរត់គេចខ្លួនពីវត្តហ្នឹងទៅព្រោះបើមិនអញ្ចឹងទេប្រកាសជាទ័ពខ្មែរក្រហមតាមមកចាប់សម្លាប់ដោយអ្នកផ្សេងទៀតអីអញ្ចឹងហើយទ័ពខ្មែរក្រហមវាគិតថាតដួងហ្នឹងកុហកអញ្ចឹងគេក៏ចាប់យកតដួងទៅធ្វើទារុណកម្មរហូតដល់ស្លាប់បាត់បង់ជីវិតទៅម្ល៉េះហើយបានជាវិញ្ញាណខ្មោចរបស់តដួងហ្នឹងគាត់នៅតែវល់នៅកន្លែងវត្តហ្នឹងចាំសងសឹកកូនប្រុសរបស់គាត់នេះគាត់ចងគំនុំដោយសារតែតាសុកនេះទៅធ្វើឲ្យក្រុមទ័ពខ្មែរក្រហមហ្នឹងចាប់គាត់ទៅសម្លាប់ចោលវិញ្ញាណរបស់លោកតាដូនលោកនៅតែវល់នៅក្នុងវត្តហ្នឹងហើយក៏តែងតែចាច់ចរនៅក្នុងវត្តនេះរហូតហ្នឹងអស់ជាច្រើនឆ្នាំណាស់មកហើយតាំងពីបាយចង្គ្រាមមកណាហើយក៏ធ្លាប់មានប្រសង់អង្គខ្លះបានឃើញក៏ដូចជាតាជីយាជីដែលស្នាក់នៅក្នុងវត្តហ្នឹងក៏បានឃើញដូចគ្នាតែលោកឪផ្ទាល់ហ្នឹងក៏លោកឪធ្លាប់ឃើញដែរការបង្ហាញខ្លួនរបស់គាត់គឺមានច្រើនសន្តានខ្លាំងមែនទែនពេលខ្លះគាត់បង្ហាញខ្លួនលក្ខណៈឲ្យ
គេខ្លាចពេលខ្លះបង្ហាញជាក្លិនឲ្យធំក្លិនស្អុយធំក្លិនក្អូបអីចឹងណាអញ្ចឹងហើយក៏មានព្រះសង្ឃអង្គខ្លះលោកខ្លាចលោកក៏បានសឹកទៅចេញពីវត្តនឹងខ្លះទៅចំណែកព្រះសង្ឃអង្គខ្លះដែលលោកគង់នៅបានហ្នឹងវាថាលោកលែងខ្លាចហើយលោកអាចធ្វើចិត្តបានមិនសូវខ្លាចនឹងពពួកបលឹងវិញ្ញាណអីអស់ហ្នឹងប៉ុន្តែពេលខ្លះក៏មាននឹងភ្ញាក់មកពេលដែរអញ្ចឹងនៅពេលដែលបងភាបាននិយាយគ្នាចប់ជាមួយលោកឪហើយគាត់ក៏បានគ្រាពុករបស់គាត់ហ្នឹងត្រឡប់ទៅផ្ទះវិញទៅគាត់ថាយប់ប្រហែលជាម៉ោង10យប់ណាទាំងអស់គ្នានៅតាមទីជនបទគឺគេសម្រានអីអស់ហើយក៏ប៉ុន្តែចម្លែកតែតាសុកឪពុករបស់គាត់នេះគាត់អត់ទាន់សម្រាកទេគាត់ទៅអង្គុយនៅចំហៀងផ្ទះរបស់គាត់ទាំងមានចង្គៀងគោមមួយបញ្យល់នៅក្បែរហ្នឹងហើយរបៀបថាគាត់ដូចជាកំពុងនឹងនិយាយជាមួយនរណាម្នាក់អញ្ចឹងបងភាវិញគាត់ឃើញអញ្ចឹងគាត់ក៏ត្រឡប់ស្ដាប់គាត់ចង់ដឹងថាពុករបស់គាត់ហ្នឹងកំពុងតែនិយាយអីជាមួយណាគេពួកអីពេលហ្នឹងគឺពុករបស់គាត់អត់មានទូរស័ព្ទប្រើទេអញ្ចឹងបើគាត់និយាយម្នាក់ឯងមានថាគាត់កំពុងតែនិយាយជាមួយអ្វីមួយយ៉ាងហីដែលជាអាត់កំបាំងណាទាំងអស់គ្នាអញ្ចឹងហើយបងភាគាត់ក៏ដើរលបទៅលបស្ដាប់ពីខាងក្រោយខ្នងរបស់ឪពុករបស់គាត់ណាពេលហ្នឹងផងដែរគាត់បានឮសំឡេងឪពុករបស់គាត់កំពុងតែនិយាយដូចជាអង្វរនរណាម្នាក់ទាំងសំឡេងខ្សៅអញ្ចឹងគាត់ថាសូមកុំធ្វើបាបកូនប្រុសរបស់គាត់អីបើចង់ធ្វើបាបគាត់ទៅបានហើយកុំធ្វើបាបកូនប្រុសគាត់អីគ្នានៅក្មេងគ្នាមិនទាន់ដឹងអីនោះទេពេលនឹងផងដែរបងភីនេះគាត់បានឃើញសមោលជាប្រសង់ទៅវិញមិនឃើញជាប្រសក់ធម្មតាណាបានឃើញជាសមោលប្រសង់ឈរវាថាស្ទង់នៅពីខាងមុខឪពុករបស់គាត់ហើយលោកមានសង្កេតការថាឯងបានក្បត់អញដែលជាឪពុករបស់ឯងហើយទៅចូលដៃចូលជើងជាមួយក្រុមអ្នកភូមិអញ្ចឹងហើយឯងត្រូវតែទទួលកម្មរបស់ឯងចំណែកលោកតាសុកឯនេះវិញគាត់របៀបថាដូចគាត់អស់ចិត្តទ្រាំណាគាត់ក៏ស្រែកខ្លាំងថាខ្ញុំធ្វើអ្វីដែលត្រឹមត្រូវនោះទេបើខ្ញុំមិនធ្វើបែបហ្នឹងអ្នកស្រុកប្រសង់ប្រកាសជាត្រូវពពួកតកខ្មែរក្រហមសម្លាប់អស់ហើយវាពិតជាអំពើបាបខ្លាំងណាស់គាត់អត់អាចទទួលបានទេបើទោះបីរឿងហ្នឹងលោកជាឪពុករបស់ខ្ញុំក៏ដោយក៏ខ្ញុំមិនអាចព្រមឲ្យវាកាត់ឡើងនោះដែរខ្ញុំសុខចិត្តស្លាប់ខ្លួនឯងក៏មិនឲ្យតបខ្មែរក្រហមសម្លាប់អ្នកភូមិក៏ដូចជាប្រសង់នៅក្នុងវត្តឡើយពេលនឹងផងដែរបងសុភាគាត់ក្តុកក្តួលខ្លាំងមែនទែនដោយសារតែគាត់បានលឺគ្រប់យ៉ាងអស់ហើយគាត់ក៏បញ្ញាប់ដើរចេញពីកន្លែងដែលគាត់កំពុងតែពូនចាំស្ដាប់អស់រយៈពេលជាយូរហ្នឹងហើយគាត់ក៏និយាយថាឈប់ធ្វើបាបឪពុកខ្ញុំទៅពេលនឹងផងដែរប្រសង់ចំណាស់អង្គហ្នឹងគាត់ក៏បានរលាយបន្តិចម្ដងវាថារសាត់តាមខ្យល់បាត់សមោលឈឹងតែម្ដងអញ្ចឹងនៅពេលស្អែកឡើងលោកតាសុកនេះគាត់ក៏ចាប់ដើមឈើក្តៅខ្លួនរវើរវាយរបៀបថាដាក់ថ្នាំអីក៏មិនត្រូវដែរធ្វើឲ្យបងភានេះគាត់ពិបាកចិត្តខ្លាំងមែនទែនបើទោះបីជាគាត់ព្យាយាមយកពុករបស់គាត់ទៅកាន់មន្ទីរពេទ្យក៏ដោយក៏មិនធូរស្រាលដែររបៀបថាដូចជាជំងឺខ្មោចធើអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងហើយបងសុភានេះគាត់ក៏បានទៅវត្តដើម្បីនិមន្តព្រះគ្រូចៅអធិការឲ្យមកជួយមើលពុករបស់គាត់ក៏ដូចជាសូត្រធម៌ដើម្បីបំពេញក៏ដូចជាបណ្ដេញពពួកវិញ្ញាណខ្មោចដែលចូលមកយាយីក្នុងខ្លួនឪពុករបស់គាត់អីអញ្ចឹងទៅចំណែកឯលោកតាសុកវិញជំងឺគាត់នៅតែមិនទាន់ធូរស្រាលឡើយគាត់ចេះតែនិយាយរវើរវាយថាឃើញនេះឃើញនោះក៏ដូចជាឃើញព្រលឹងវិញ្ញាណខ្មោចរបស់ឪពុករបស់គាត់នឹងថែមទៀតផងចំណែកលោកឪវិញលោកដឹងហើយថាប្រកាសជាវិញ្ញាណខ្មោចរបស់លោកឪដួលនឹងលោកមកយកជីវិតរបស់លោកតាសុកហើយចឹងផងដែរព្រះគ្រូចៅអធិការលោកក៏បាននិមន្តព្រះសង្ឃចំនួន7អង្គដើម្បីមកសូត្រធម៌បាំងស្កូលឲ្យលោកតាសុកចំនួន7យប់7ថ្ងៃនៅជុំវិញគ្រែរបស់គាត់នឹងនិយាយរួមទៅអ្នកផ្ទះរបស់គាត់មិនថាប្រពន្ធរបស់លោកតាសុកកូនគាត់នឹងគឺម្នាក់អស់សង្ឃឹមខ្លាំងមែនទែនដោយសារតែវាស្រស់ពេកវាថាទៅតែប្រហែលថ្ងៃមុនសោះស្រាប់តែគាត់ធ្លាក់ខ្លួនឈឺដោយអត់ដឹងមូលហេតុទេអ្នកទាំងអស់គ្នាហើយមិនឈឺធម្មតាទេវាថាឈឺធ្ងន់សឹងតែផុតមកពេលថែមទៀតផងគាត់និយាយរវើរវាយអត់ឈប់ឡើយវាថាគាត់បិទភ្នែកចេះតែនិយាយពីនេះពីនោះនិយាយរួមទៅដូចជាគាត់ឃើញអីមួយយ៉ាងអញ្ចឹងណាអញ្ចឹងគ្រប់គ្នាគឺតក់ស្លុតខ្លាំងមែនទែនសូម្បីតែលោកឪលោកក៏តក់ស្លុតផងដែរក៏ប៉ុន្តែនៅយប់ថ្ងៃទី7ដែលជាត្រូវជាយប់ដែលសូត្រមុនផ្ដាច់ចុងក្រោយហ្នឹងណាបងសុភាក៏ថាពេលនឹងផងដែរស្រាប់តែមានខ្យល់ធ្លាក់បក់មកយ៉ាងខ្លាំងដូចជាមេចង់ភ្លៀងអញ្ចឹង
ទាំងតែខែហ្នឹងគឺជាខែប្រាំងសោះហ្នឹងភ្លាមនោះស្រាប់តែព្រះគ្រូចៅអធិការនៅគណៈពេលដែលគាត់កំពុងតែអង្គុយសូត្រមន្តហ្នឹងណាលោកក៏បាននិមន្តឡើងហើយដើរទៅខាងជ្រុងផ្ទះម្ខាងហ្នឹងហើយក៏និយាយចោចវាថាកំពុងតែនិយាយជាមួយអ្នកណាម្នាក់ព្រះគ្រូចៅអធិការលោកមានសន្និកាថាឈប់ចងកម្មចងពៀជាមួយញោមសុកទៅឲ្យអាត្មាសូមបិណ្ឌបាតជីវិតគាត់ផងទៅចុះហើយសូមញោមទៅកាន់សុគតិភពចុះចាំអាត្មាសូត្រមន្តបញ្ជូនកុសលឲ្យនៅគណៈពេលនឹងផងដែរមនុស្សម្នានៅក្នុងផ្ទះក៏ដូចជាប្រសង់ផ្សេងទៀតដែលកំពុងតែនិមន្តសូត្រនៅខាងក្រោមផ្ទះហ្នឹងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែគាត់បានឃើញលោកឪនេះកំពុងតែនិយាយម្នាក់ឯងនៅខាងជ្រុងផ្ទះអញ្ចឹងណាប៉ុន្តែគ្មាននរណាម្នាក់ហ៊ានដើរទៅក្បែរលោកឪឡើយទុករហូតដល់លោកឪនិយាយមកសន្ទុះធំដែរប្រហែលជាដូចចិត្ត1ម៉ោងដែរបានលោកឪត្រឡប់មកខាងក្នុងផ្ទះវិញហើយលោកឪក៏មានសង្កេតការថាចាប់ពីស្អែកទៅតាសុកគាត់បានធូរហើយដោយសារតែគេយល់ព្រមទៅតាមសំណើដែលលោកឪបានដាក់ស្នើទៅគេហើយអញ្ចឹងស្អែកឡើងស្រាប់តែតាសុកនេះគាត់បានដឹងខ្លួនពិតមែនគាត់បានដឹងខ្លួនអាចនិយាយស្ដីអីធម្មតាហើយក៏អាចហូបទឹកអីបានតិចតួចអញ្ចឹងដូចជាកន្លះខែក្រោយមកគាត់ក៏ចាប់ផ្ដើមជាសះស្បើយពីជំងឺសឹងតែ 100% ណាហើយលោកតាសុកហ្នឹងគាត់ក៏បានទៅវត្តនិយាយអ្វីជាមួយនឹងលោកឪក៏មិនដឹងដែរចំណែកឯបងសុភាគាត់ក៏មិនដឹងថាឪពុករបស់គាត់ជាមួយនឹងលោកឪហ្នឹងបាននិយាយគ្នាពីអីនោះដែរគ្រាន់តែថាគាត់វាថាដោយឪពុករបស់គាត់ចង់លាក់រឿងហ្នឹងមិនឲ្យគាត់ដឹងអញ្ចឹងណាគាត់ថាគាត់ដឹងនៅរឿងដែលគាត់បានដឹងតែប៉ុណ្ណោះរឿងផ្សេងទៀតគឺត្រូវបានលោកឪជាមួយនឹងឪពុករបស់គាត់ហ្នឹងលាក់អត់ឲ្យគាត់ដឹងទេអញ្ចឹងអាចកបាំងផ្សេងទៀតវាអាចនៅមានខ្លះដែរចំណែករឿងដែលគាត់ចែករំលែកហ្នឹងវាគ្រាន់តែជាជ្រុងមួយដែលគាត់បានដឹងអំពីព្រះគ្រូចៅអធិការក៏ដូចជាឪពុករបស់គាត់ដែលបានប្រាប់តែប៉ុណ្ណោះអញ្ចឹងសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងខ្ញុំមានសាច់រឿងមួយដែលនិយាយតាក់ទងនឹងដំណើរកំសាន្តបោះតង់របស់បងប្រុសម្នាក់ដែលគាត់បានចែករំលែកនៅសាច់រឿងចំនួន3ដែលខ្លីៗដែរទេមិនសូវជាវែងប្រហែលទេចំពោះបទពិសោធន៍នៃការដើរបោះតង់នៅក្នុងព្រៃរបស់គាត់ហើយគាត់ក៏បាននិយាយថាគាត់បានទៅបោះតង់នៅកន្លែងមួយដែលកន្លែងហ្នឹងគឺរៀងល្បីដែរប៉ុន្តែគាត់សុំមិនបញ្ចេញទីតាំងឲ្យជាក់លាក់នោះឡើយហើយនៅពេលហ្នឹងផងដែរគាត់បានជួបប្រទះនឹងវិញ្ញាណដែលនៅចាំនៅនឹងស្ពានហ្នឹងអញ្ចឹងចង់ដឹងសាច់រឿងនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាសាច់រឿងគឺបានចែករំលែកដោយបងប្រុសម្នាក់ឈ្មោះថាបងវិចិត្រតែបងវិចិត្រគាត់គឺជាកូនអ្នកខេត្តកំពង់ធំហើយបច្ចុប្បន្ននឹងផងដែរគាត់បានបម្រើការងារនៅស្ថាប័នរដ្ឋមួយកន្លែងនៅក្នុងរាជធានីភ្នំពេញយើងហ្នឹងក៏ប៉ុន្តែចំពោះកន្លែងការងារក៏ដូចជាតួនាទីរបស់គាត់គឺគាត់សុំលាក់ជាការសម្ងាត់ណាគាត់អាចចង់បញ្ចេញពីឈ្មោះកន្លែងការងាររបស់គាត់នោះឡើយជាធម្មតាការងាររដ្ឋគឺតែងតែឈប់សម្រាកនៅពេលចុងសប្តាហ៍ពុកម៉ែបងប្អូនចឹងហើយគាត់មានពេលវេលាសម្រាកគ្រប់គ្រាន់ជាពិសេសថ្ងៃសៅរ៍អាទិត្យនឹងតែម្ដងប៉ុន្តែដោយកន្លែងនេះណាកន្លែងខ្លះក៏គេធ្វើការដល់ថ្ងៃសៅរ៍ដែរចំណែកកន្លែងបងវិចិត្រវិញគាត់ទៅនេចុងសប្តាហ៍ហើយគាត់ចូលចិត្តដើរបោះតង់នៅក្នុងព្រៃខ្លាំងមែនតើគាត់កម្រនៅទីក្រុងណាស់ដោយសារតែគាត់ stress នឹងអាសំឡេងឡានសំឡេងម៉ូតូសំឡេងចាក់ធុងបាសលឺថ្លង់ហ្នឹងណាចឹងហើយគាត់តែងតែចូលព្រៃបោះតង់ស្ដាប់សំឡេងសត្វយំស្ដាប់សំឡេងទឹកធ្លាក់ទឹកហូរអញ្ចឹងណាអញ្ចឹងហើយសំឡេងទាំងអស់ហ្នឹងគឺធ្វើឲ្យគាត់បានធូរស្រាលនៅក្នុងអារម្មណ៍របស់គាត់បានមកកម្រិតណាមួយគាត់គឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ខ្លាំងមែនទែនដោយសារតែនៅពេលដែលគាត់នៅកន្លែងស្ងាត់គាត់ស្ដាប់សំឡេងធម្មជាតិស្រូបយកខ្យល់អាកាសបរិសុទ្ធអីអញ្ចឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយនិងប្រៀបថាគាត់អាចមានគំនិតថ្មីក្នុងការបង្កើនផលិតភាពការងាររបស់គាត់ឲ្យបានកាន់តែរីកចម្រើនជាងមុនអញ្ចឹងណាបងវិចិត្រក៏បន្តទៀតថាកន្លែងរមណីយដ្ឋាននៅស្រុកខ្មែរដែលល្បីហ្នឹងគឺគាត់ដើរសឹងទៅសពអស់កន្លែងហើយមិនថានៅគិរីរម្យខ្នងផ្សារកោះកុងកែបកពតភ្នំបូកគោព្រៃថ្នោតព្រៃឡង់អីហ្នឹងគឺគាត់ទៅអស់ហើយដោយសារតែពីមុនគាត់មានក្រុមម៉ូតូរបស់គាត់អញ្ចឹងក្រុមម៉ូតូហ្នឹងគឺរបៀបថាខាង rider គេចូលចិត្ត
ធ្វើដំណើរសងព្រេងទៅតាមតំបន់ដែលនៅឆ្ងាយក្នុងព្រៃរបៀបថាគេលុកព្រៃលុកអីចឹងណាចឹងហើយគាត់មានក្រុមនឹងគេដែរគាត់តែងតែចេញដំណើរទៅលេងជាមួយគេដូចខ្ញុំបាននិយាយមុនហ្នឹងចឹងគឺអត់ទៅសារទឹកគឺគាត់ទៅហើយកន្លែងខ្លះគាត់មិនទៅម្ដងទេគាត់ទៅ3 4 ដង 5 ដងរហូតដល់ថ្នាក់អ្នកភូមិដែលគេរស់នៅតំបន់ហ្នឹងស្គាល់គាត់ច្បាស់ដូចវាថាដូចបងវិចិត្រហ្នឹងអ្នកភូមិគេអញ្ចឹងវាថាគាត់ស្គាល់ឡើងច្បាស់អញ្ចឹងណាក្នុងការដើរលេងរបស់គាត់ទៀតសោតហ្នឹងក៏មិនមែនអត់ប្រយោជន៍ដែរដោយសារតែបងវិចិត្រគាត់មាន GoPro ដែលគាត់ពាក់នៅនឹងម៉ូតូរបស់គាត់ហ្នឹងទុកថតសកម្មភាពនៅពេលដែលគាត់ជិះម៉ូតូនៅសកម្មភាពដែលគាត់ចូលព្រៃបោះតង់ធ្វើម្ហូបរកម្ហូបអីហ្នឹងបង្ហោះចូលទៅក្នុង YouTube ដើម្បីរកលុយគាត់ថាខែខ្លះវីដេអូផ្ទុះបងអីហ្នឹងបានលុយច្រើនគួរសមដែរដោយសារតែអា content ចូលព្រៃ adventure អីហ្នឹងគឺបរទេសចូលចិត្តមើលខ្លាំងណាស់ហើយ view ក៏វាបានថ្លៃទៅតាមនឹងដែរអញ្ចឹងហើយគាត់មិនពឹងផ្អែកទៅលើតែប្រាក់ចំណូលពីប្រាក់ខែរដ្ឋតាមមុខទេគាត់ក៏អាចរកក្រៅបានខ្លះដែរតាមរយៈការរកលុយពី YouTube ហ្នឹងពុកម៉ែបងប្អូនអញ្ចឹងគាត់ថាអាលុយហ្នឹងឯងដែលគាត់អាចយកទៅចាក់សាំងម៉ូតូជួសជុលម៉ូតូក៏ដូចជាទិញម្ហូបទិញអីក្នុងការចូលព្រៃបោះតង់របស់គាត់ហ្នឹងដំបូងឡើយគាត់ដើរជាក្រុមដូចគាត់និយាយមុនហ្នឹងអញ្ចឹងប៉ុន្តែដល់យូរទៅអ្នកខ្លះក៏គេរវល់ទៅហើយអ្នកខ្លះក៏គេមានការងារគេរៀងខ្លួនទៅក៏មិនសូវបានដើរជុំគ្នាដូចមុនដែរអញ្ចឹងហើយមួយរយៈក្រោយមកទៀតហ្នឹងបងវិចិត្រគាត់តែងតែដើរបោះតង់ camping អីតែម្នាក់ឯងនោះទេដោយគាត់មានម៉ូតូមួយសម្រាប់បោះតង់មួយចំនួនមានរបស់របរសម្រាប់ធ្វើម្ហូបមានកបាត់មានបថៅមានពូភ្លើងអីដាក់តាមខ្លួនណាដោយសារតែរបស់ហ្នឹងគឺសំខាន់ខ្លាំងណាស់នៅពេលដែលគាត់ត្រូវចូលព្រៃចូលអីហ្នឹងដោយតិចកេះតិចភ្លើងអីហ្នឹងគឺអត់បានទេដោយសារតែយើងត្រូវបង្កាត់ភ្លើងធ្វើម្ហូបហើយដូចពិលភ្លើងអីហ្នឹងគឺសំខាន់ខ្លាំងដូចគ្នាបងវិចិត្រគាត់បានបន្តទៀតថាយើងរសជាតិដែលយើងញ៉ាំអាហារនៅក្នុងព្រៃគឺវាខុសគ្នាពីយើងញ៉ាំបាយនៅផ្ទះនិយាយរួមទៅម្ហូបដូចគ្នាការផ្សំគ្រឿងនេះដូចគ្នាទេប៉ុន្តែរសជាតិគឺខុសគ្នាដាច់តែម្ដងដោយសារតែពេលដែលគាត់ញ៉ាំអីនៅក្នុងព្រៃហ្នឹងគឺគាត់ហូបបានច្រើនហើយឆ្ងាញ់ខ្លាំងមែនទែនរសជាតិហ្នឹងវាដូចវាប្រកបផ្សំជាមួយនឹងអាទេសភាពនៅក្នុងព្រៃស្ងាត់ចងំពណ៌ខៀវល្ងិតពីព្រៃឈើអីហ្នឹងណាចឹងហើយបើទោះបីជាគាត់ stress នឹងការងាររយៈពេល 5-6 ថ្ងៃដែលគាត់ធ្វើការក្នុងមួយអាទិត្យហ្នឹងក៏គាត់អាចមក relax មកបំបត្តិភាព stress របស់គាត់បានធូរស្រាលមកកម្រិតធំផងដែរការដែលដើរបោះតង់ក្នុងព្រៃនឹងទៀតសោតបងវិចិត្រគាត់ថាមិនគាត់មិនធ្លាប់ជួបទេគាត់ធ្លាប់ជួបច្រើនពេលខ្លះគាត់ជួបទាំងអាពុកមាត់នៅក្នុងព្រៃថែមទៀតផងគ្រាន់តែវាថាគេអត់ធ្វើអីគាត់ហើយគាត់ក៏មិនទៅបៀតបៀនគេអីនោះដែរណាមួយពេលដែលគាត់ចូលព្រៃគាត់ថាគាត់លើកដៃបន់សុំតែសុកទេគាត់មិនចង់ជួបរបស់ឬមួយក៏វត្ថុដែលគាត់មើលមិនឃើញអីនោះដែរដោយសារតែធម្មតាមនុស្សហើយនឹងវិញ្ញាណដែលយើងមើលមិនឃើញហ្នឹងគឺយើងមិនសូវត្រូវធៀបគ្នាទេដោយសារតែធម្មជាតិបានកំណត់ឲ្យថាយើងនៅភពពីរផ្សេងគ្នាហើយក៏នៅដែនផ្សេងគ្នាដែរអញ្ចឹងក្នុងករណីដែលគេឲ្យយើងជួបឬមួយក៏ឲ្យយើងឮឲ្យយើងឃើញនៅក្នុងរូបភាពណាមួយវាគ្រាន់តែជាការលំបន្លាចរបស់ពួកគេតែប៉ុណ្ណោះហើយបើសិនជាយើងខ្លាចហ្នឹងហើយយើងអាចលក់ព្រលឹងលក់អីដូចចាស់ចំណាំនិយាយខ្មោចលងលក់ព្រលឹងជូរសក់ជូរអីចឹងណាពុកម៉ែបងប្អូនចំពោះរឿងទី1ដែលគាត់បានចែករំលែកនោះគឺបទពិសោធន៍ដែលគាត់បានទៅបោះតង់នៅភ្នំគិរីរម្យកាលហ្នឹងគាត់ចេញពីភ្នំពេញទៅម៉ោង 5 ព្រឹកគាត់ទៅតែម្នាក់ឯងទេគាត់រៀបចំអីវ៉ាន់មួយចំនួនដោយតែគាត់ចុះ camping សពមួយដងអញ្ចឹងគាត់ចេញពីភ្នំពេញទៅពេលព្រឹកអញ្ចឹងវាត្រជាក់ស្រួលជិះណាមួយចរាចរណ៍វាមិនសូវស្ទះខ្លាំងទេយើងចេញពេលព្រឹកអញ្ចឹងដោយសារតែគេមិនទាន់ចេញទៅធ្វើការតម្រាំទៅដល់គិរីរម្យរៀងថ្ងៃរៀងខ្ពស់ដែរគាត់ក៏មើលកន្លែងសម្រាប់គាត់សម្រាកនិងបោះតង់សម្រាកមួយយប់ឯណាហើយស្អែកឡើងមិនគាត់ត្រឡប់មកវិញអញ្ចឹងគាត់ជាមនុស្សចម្លែកពីគេបន្តិចគាត់មិនជាមនុស្សដែលចិត្តអ៊ូអនៅកន្លែងដែលគេបោះតង់វាថាកន្លែងណាដែលគេបោះតង់ច្រើនគឺគាត់អត់ទៅទេគាត់ទៅបោះរៀងដាច់ឆ្ងាយពីគេបន្តិច
បើទោះបីជាចូលប្រៃយើងច្រើនបន្តិចក៏ដោយក៏គាត់អូខេដែរអញ្ចឹងគាត់ជិះរកមើលកន្លែងដែលគាត់ត្រូវបោះតង់ហ្នឹងហើយគាត់ក៏រកបានកន្លែងមួយពិតមែនកន្លែងហ្នឹងគឺតំណងស្អាតខ្លាំងមែនទែនមិនថាទេសភាពព្រៃឈើក៏ដូចជាស្មៅគឺដុះខៀវមើលទៅឡើងត្រជាក់ភ្នែកហ្មងណាពុកម៉ែបងប្អូនហើយនៅក្បែរហ្នឹងក៏មានទឹកសម្រាប់គាត់ដងមកប្រើប្រាស់ផងដែរអញ្ចឹងគាត់មើលឃើញកន្លែងស្អាតហើយគាត់ក៏រៀបចំអីវ៉ៃរបស់គាត់ហ្នឹងដាក់ចុះពីម៉ូតូហើយក៏រៀបចំតឡើងតង់អីសម្រាប់នៅយប់ហ្នឹងទៅកន្លែងហ្នឹងអត់មានអ្នកណាគេមកបោះតង់ទេគឺមានតែគាត់ម្នាក់តែប៉ុណ្ណោះដែលមកបោះតង់នៅកន្លែងហ្នឹងប៉ុន្តែនិយាយអញ្ចឹងមិនមានន័យថាកន្លែងហ្នឹងពីមុនមកអត់មានអ្នកមកដល់ទេក៏មានស្លាកស្នាមដែលគេនិយាយថាគេធ្វើម្ហូបមានខ្ជូងមានអីសេះសល់នៅកន្លែងហ្នឹងណាអញ្ចឹងគ្រាន់តែថាកន្លែងហ្នឹងវាចូលជ្រៅកម្រមានអ្នកមកដល់តើតែមនុស្សប្រភេទស្តៀងនឹងបងវិចិត្រហ្នឹងបានគេមកកន្លែងស្ងាត់អញ្ចឹងហើយនៅពេលដែលគាត់រៀបចំអីវ៉ាន់ដាក់ចុះពីម៉ូតូអីហើយហ្នឹងគាត់រៀបចំធ្វើម្ហូបដើម្បីហូបបាយម្ដងសិនហើយគាត់ក៏ចង់អីសម្រានបែបថា relax នៅកន្លែងហ្នឹងមកសបកសិនណាពេលហ្នឹងផងដែរមេឃរៀងចាប់ផ្ដើមធ្លាក់ងងឹតបន្តិចម្ដងហើយគាត់ក៏រៀបចំរបៀបថាមើលតង់មកអីគាត់ម្ដងទៀតដោយសារតែមេឃចិត្តងងឹតហើយគាត់ក៏រៀបចំធ្វើម្ហូបធ្វើអីសម្រាប់អាហារពេលល្ងាចរបស់គាត់ផងដែរជាទម្លាប់ម៉ូតូរបស់គាត់ដាក់នៅក្បែរតង់ដែលគាត់សម្រានហ្នឹងហើយគាត់ចាក់សោចាក់អីពីបេតុងរបស់គាត់ណាការពារគីឡូមានចោលមានអីមកលួចនៅពេលយប់ពេលគាត់សម្រានលក់អីចឹងទៅគាត់ថានៅយប់ហ្នឹងគឺស្ងាត់ល្អខ្លាំងមែនតើគាត់លើទៅសំឡេងអារៃយំជីកនៅក្នុងព្រៃហ្នឹងទេក្រៅពីហ្នឹងគឺគាត់លឺដែរលឺល្វើអាសំឡេងគេចាក់ធុងបាសអីហ្នឹងណាអញ្ចឹងហើយនៅពេលដែលគាត់ហូបអាហារពេលល្ងាចអីហើយហ្នឹងគាត់ក៏រៀបចំចូលក្នុងតង់ដើម្បីសម្រានទៅគាត់ថានៅគណៈពេលដែលគាត់កំពុងតែសង្ងំគេងនៅក្នុងតង់ហ្នឹងស្រាប់តែគាត់បានឮសំឡេងសម្រាប់ជើងដើរនៅក្បែរនឹងតង់ដែលគាត់កំពុងតែសម្រានហ្នឹងគាត់ក៏យកនាឡិកាដែលគាត់ពាក់នៅដៃហ្នឹងមកមើលម៉ោង11យប់ហើយពេលហ្នឹងគាត់អត់គិតថាជាអីនោះទេគាត់គិតថាប្រហែលគាត់សង្ស័យថាជាមនុស្សឬមួយក៏ជាចោរអញ្ចឹងណាខ្លាចថាគេមកលួចម៉ូតូមកអីរបស់គាត់ហ្នឹងបងវិចិត្រគាត់ក៏ទាញយកអាបថៅតែមិនបថៅធំអារបថៅគេ camping បថៅទូចហ្នឹងយកមកកាន់ហើយដៃរបស់គាត់មួយទៀតហ្នឹងគឺកាន់ពិលគាត់ឆ្លោះប្រចាំងចេញពីក្នុងតង់របស់គាត់ចេញមករកមើលប្រភពសំឡេងសម្រាប់ជើងហ្នឹងដើរចេញពីណាមកគាត់ចង់ដឹងថាជាអ្នកណាគេគាត់ក៏ប្រចាំងមើលជុំវិញហ្នឹងក៏អត់មានឃើញអីនោះទេគ្រប់យ៉ាងគឺស្ងាត់ឈឹងតែម្ដងហើយក៏អត់មានភ្លើងពូលភ្លឺប្រចាំងមកពីណានោះដែរដល់អត់ឃើញអីអញ្ចឹងគាត់ក៏ចូលទៅសម្រានវិញទៅក៏ប៉ុន្តែនៅយប់ហ្នឹងពុកម៉ែបងប្អូនគាត់សម្រានអត់លក់នោះទេដោយសារតែគាត់បានឮសំឡេងមនុស្សធ្ងោឲ្យរហឺសចេញពីក្នុងព្រៃមកគាត់ថាសំឡេងហ្នឹងដំបងលឺតិចនោះទេក៏ប៉ុន្តែដល់យូរទៅឮខ្លាំងទៅហើយឮនៅក្បែរវាថាដូចនៅក្បែរត្រចៀករបស់គាត់អញ្ចឹងដំបងឡើយគាត់អត់ចាប់អារម្មណ៍ទេគាត់ស្មានថាជាសំឡេងអីអញ្ចឹងណាប៉ុន្តែដល់ស្ដាប់យូរទៅបានគាត់អាចសន្និដ្ឋានបានថាវាគឺជាសំឡេងមនុស្សហើយប៉ុន្តែគាត់បើទោះបីជាគាត់ច្បាស់ 100% ថាជាសំឡេងមនុស្សក៏ដោយក៏គាត់អត់ចេញពីក្នុងតង់គាត់ដែរគឺគាត់សំងំសម្រាកនៅក្នុងតង់នឹងរហូតវាថាទ្រាំស្ដាប់សំឡេងហ្នឹងណារហូតដល់មេឃភ្លឺបានគាត់ហ៊ានចេញពីតង់ចេញមកក្រៅមើលពេលហ្នឹងអីដែលគាត់បារម្ភនោះគឺមាន2ទី1ចោរទី2សត្វព្រៃហ្នឹងគឺជាសត្វកាចសាហាវអីអញ្ចឹងណាចឹងហើយបានគាត់អត់សុខចិត្តចេញពីតង់គាត់ទេគាត់នៅសង្ងំដេករហូតហ្នឹងអញ្ចឹងហើយអាសំឡេងដែលធ្ងោហ្នឹងមកដល់ឥឡូវហ្នឹងក៏គាត់អត់ច្បាស់ថាជាសំឡេងមនុស្សឬមួយក៏ជាសំឡេងពពួកអមនុស្សផងដែរគាត់ថាបើសិនជាមនុស្សឯណាមកតនេមហ៎មកអង្គុយដេកធ្ងោឲ្យគាត់ស្ដាប់តាំងពីកណ្ដាលយប់ដល់មេទៀបភ្លឺបានស្ងាត់ចឹងណាអញ្ចឹងហើយសូម្បីតែខ្លួនគាត់ហ្នឹងក៏គាត់មិនច្បាស់ 100% ថាវាគឺជាអីនោះដែរអញ្ចឹងសាច់រឿងទី1ដែលគាត់បានចែករំលែកគឺមានប៉ុណ្ណឹងអញ្ចឹងចូលមកដល់សាច់រឿងទី2ហ្នឹងក៏វាមិនទៅណាឆ្ងាយពីសាច់រឿងទី1ផងដែរ
គឺរបៀបថាគាត់ដើរបោះតង់ដូចគ្នានឹងហើយរឿងហ្នឹងគឺកើតឡើងកាលពីឆ្នាំមុនហ្នឹងទេថ្មីនឹងឯងគាត់បានទៅលេងនៅទឹកធ្លាក់មួយកន្លែងនៅខេត្តកំពង់ស្ពឺកន្លែងហ្នឹងរៀងល្បីដែរប៉ុន្តែគាត់សុំមិនបញ្ចេញឈ្មោះកន្លែងគេទេប៉ុន្តែកន្លែងហ្នឹងក៏ខ្ញុំស្គាល់ដែរប៉ុន្តែខ្ញុំអត់ប្រាប់ពុកម៉ែបងប្អូននោះទេដោយសារតែខ្លាចប៉ះពាល់កន្លែងរមណីយដ្ឋានរបស់គេអីចឹងណាអញ្ចឹងគាត់ថាគាត់ចេញពីពេញមកដូចសពមួយដងពេលព្រលឹមអញ្ចឹងនៅពេលដែលគាត់ឡើងទៅលេងនៅទឹកជ្រោះហ្នឹងគឺមានគេឯងទៅលេងដូចគ្នាហើយក៏មានគេងូតទឹកច្រើនដែរណាគាត់ក៏សម្រេចចិត្តថាគាត់ឡើងទៅដំណាក់ខ្ពស់ជាងនឹងទៀតដើម្បីពុំសូវមានមនុស្សទៅគាត់វាថាគាត់អាចអង្គុយលេងឲ្យស្ងាត់មិនសូវមានសម្លេងរំខានអញ្ចឹងគាត់ងូតទឹកលេងរៀងដល់ល្ងាចដែរបានគាត់ចុះមកវិញគាត់ថាពេលហ្នឹងម៉ោងដូចជា5ទៅហើយ5ល្ងាចប៉ុន្តែម៉ោង5នៅក្នុងព្រៃភ្នំគឺរៀងល្ងឹតហើយស្ងាត់ថែមទៀតផងពេលដែលគាត់ដើរចុះមកវិញគឺផ្លូវវារៀងចោតវាថាវាអត់ឡើងទេទៅពេលដែលគាត់ឡើងទេអញ្ចឹងរៀងចោតពេលដែលគាត់ចុះទៅក៏ត្រូវកាន់មេឃអាស័យមេឃឈើអីដែលដោះក្បែរផ្លូវហ្នឹងណាខ្លាចក្រែងថាល្អិលគាត់ដើរធ្លាក់ដែរអីអញ្ចឹងហើយនៅពេលដែលគាត់ដើរចុះមកហ្នឹងគឺអ្នកដែលឡើងមកលេងហ្នឹងគឺគេនាំគ្នាចុះទៅមិនដឹងតាំងពីម៉ោងប៉ុន្មានទេស្ងាត់ឈឹងតែម្ដងគឺមានតែគាត់តែម្នាក់ឯងទេដែលដើរនៅអាំងផ្លូវចុះពីភ្នំហ្នឹងណាពេលដែលគាត់ដើរចុះមកដល់ដំណាក់ទី2ពេលហ្នឹងគឺអត់មានមនុស្សទេស្ងាត់ឈឹងតែម្ដងហើយនៅក្នុងព្រៃស្ងាត់មិនមែនស្ងាត់ធម្មតាដូចយើងនៅតាមផ្លូវគឺស្ងាត់វាថាឲ្យយើងព្រឺសបល់ហ្មងណាពេលដែលគាត់កំពុងតែដើរចុះហ្នឹងស្រាប់តែគាត់ងាកទៅអាចំហៀងមកខាងទៀតណាគាត់បានឃើញអ្វីមួយគាត់បានឃើញបុរសម្នាក់មើលពីវាថាគាត់មើលទៅឃើញតែពីអង្គុយខ្នងទេតែប៉ុន្តែមើលទៅបុរសម្នាក់ហ្នឹងរៀងវ័យចំណាស់ដែរហើយមិនក្មេងប្រហែលទេអង្គុយបាយខ្នងវាថារបៀបអង្គុយងូតទឹកហើយបាយខ្នងទៅវាថាទៅអាជ្រុងមកខាងទៀតនៃព្រៃហ្នឹងមើលទៅគាត់អង្គុយងូតទឹកធ្វើដូចអត់មានរឿងអីកើតឡើងអញ្ចឹងទាំងតែពេលហ្នឹងគឺមេឃចិត្តល្ងឹតទៅហើយគេគ្រប់គ្នាក៏នាំគ្នាចុះពីភ្នំហ្នឹងវិញអស់ហ្នឹងហើយគាត់នៅងូតទឹកម្នាក់ឯងធ្វើមិនដឹងដូចអត់មានរឿងអីកើតឡើងអញ្ចឹងណាពេលហ្នឹងផងដែរបងមួយចិត្តនេះគាត់ចង់ស្រែកហៅប៉ុន្តែអារម្មណ៍មួយទៀតគាត់គិតខ្លួនឯងថាដូចជាមិនសូវស្រួលទេគេចុះទៅផ្ទះអស់ហើយមិនវាថាថ្មហ្នឹងហើយគាត់នៅងូតទឹកម្នាក់ឯងអញ្ចឹងដូចចម្លែកមិនដឹងឯងពេលហ្នឹងផងដែរស្រាប់តែគាត់ព្រឺសបល់ខ្ញាក់តែម្ដងអារោមគាត់ហ្នឹងគឺបាសហើយអាដៃគាត់ហ្នឹងវាថាបាយសកាព្រឺរោមវាថាខ្លាចណាទាំងអស់គ្នាពេលហ្នឹងគឺគាត់សម្រេចចិត្តឲ្យថាគាត់អត់ទៅស្រែកសួរនាំអីទេគាត់បញ្ញាប់យ៉ាងណាដើរចុះពីអាដំណាក់ទី2ហ្នឹងឲ្យលឿនតែម្ដងដើម្បីស្រោតចុះទៅដល់ក្រោមដំបងកម្រងរបស់គាត់ចង់បោះតង់សម្រាប់នៅអាំងលើភ្នំហ្នឹងមួយយប់ស្អែកឡើងបានគាត់ទៅវិញក៏ប៉ុន្តែក្រោយពីបានឃើញវាថាហេតុការណ៍ដែលគាត់បានឃើញនឹងហើយគឺគាត់សម្រេចចិត្តថាគាត់អត់បោះតង់នៅលើភ្នំហ្នឹងទេដំបងគាត់ចង់រីឡែកមើលទឹកធ្លាក់នៅពេលយប់អីអញ្ចឹងប៉ុន្តែពេលហ្នឹងគាត់ថាអត់ទេលែងចង់រីឡែកអីគាត់សម្រេចចិត្តថាគាត់ទៅជួលកន្លែងគេបោះតង់នៅអាជើងភ្នំព្រោះឯនៅហ្នឹងមានរីសតគេណាគេមានជួលបោះតង់មួយយប់20000 30000អីអញ្ចឹងទៅនៅពេលយប់ឡើងនិយាយរួមទៅនៅកន្លែងរីសតគេហ្នឹងគឺគេមានកន្លែងអង្គុយលេងកន្លែងគេវាថាដូចគេមានជួលសម្រាប់បោះតង់បោះអីដែរណាហើយគេមានកន្លែងគេដុតភ្លើងដុតអីដូចវាថាសម្រាប់ទុកជួលឲ្យសិស្សចុះមកកម្មសិក្សាលេងអញ្ចឹងគាត់ក៏មកអង្គុយលេងនៅកន្លែងគេដុតភ្លើងហ្នឹងពេលដែលគាត់កំពុងតែអង្គុយហ្នឹងអ៊ំស្រីដែលជាម្ចាស់រីសតហ្នឹងគាត់ក៏បានមកអង្គុយលេងជាមួយបងវិចិត្រដែរហើយបងវិចិត្រគាត់ក៏ចេះតែនិយាយលេងពីនេះពីនោះរហូតដល់គាត់និយាយដល់រឿងដែលគាត់បានជួបការពីក្បាលល្ងាចហ្នឹងទៅប្រាប់អ៊ំស្រីម្នាក់ហ្នឹងប៉ុន្តែអីដែលចម្លែកនោះគឺនៅពេលដែលគាត់បានឮបងវិចិត្រនិយាយហើយហ្នឹងគាត់អត់មាននិយាយអីទេគាត់គ្រាន់តែសើចញឹមហើយគាត់ថាអូនឯងសំណាងហើយដែលសម្រាប់ចិត្តត្រូវអត់បោះតង់គេងនៅកន្លែងហ្នឹងបើយប់ហ្នឹងបោះតង់គេងនៅកន្លែងទឹកធ្លាក់ហ្នឹងយល់បោះសក់គ្មានបានដេកទេគាត់និយាយតែប៉ុណ្្នឹងគាត់ក៏ដើរចូលទៅក្នុងផ្ទះរបស់គាត់សម្រាប់ទៅចំណែកបងវិចិត្រវិញ
គាត់មានថាគាត់រៀងស្រឡាញ់កាំងដែរដោយសារតែសុកស្រាប់តែអ៊ំស្រីម្ចាស់រីសតហ្នឹងគាត់មកនិយាយបែបហ្នឹងដាក់គាត់ណាអញ្ចឹងហើយគាត់ក៏អង្គុយលេងមកស្ទុះទៀតទៅបានគាត់ចូលទៅសម្រានក្នុងតង់របស់គាត់អញ្ចឹងហើយចំពោះសាច់រឿងទី2ក៏បានបញ្ចប់ត្រឹមនឹងដូចគ្នាអញ្ចឹងចូលដល់សាច់រឿងទី3ដែលបងវិចិត្រគាត់បានចែករំលែកចំពោះសាច់រឿងទី3ក៏មិនទៅណាឆ្ងាយពីសាច់រឿងទី1និងសាច់រឿងទី2ដែរគឺគាត់នឹងនិយាយតាក់ទងអំពីដំណើរចុះកំសាន្តរបស់គាត់ដូចគ្នានឹងឯងប៉ុន្តែម្ដងហ្នឹងគឺគាត់ជួបរឿងស្ដាយបន្តិចគាត់បានធ្វើដំណើរទៅបោះតង់នៅនឹងស្ពានមួយកន្លែងនៅខេត្តកំពង់ឆ្នាំងកន្លែងហ្នឹងគាត់ទៅដូចជាបាន3ដងដែរគាត់ទៅលេងតំបន់ហ្នឹងរហូតដល់គាត់ស្គាល់ចាស់នៅហ្នឹងមានក្មេងមានចាស់ច្រើនខ្លាំងមែនតើហើយគាត់ស្គាល់លោកតាម្នាក់ឈ្មោះថាលោកតាច័ន្ទរៀងចិត្តដិតដែលលោកតាច័ន្ទគាត់តែងតែឲ្យតែបងវិចិត្រទៅលេងហ្នឹងគឺតែងតែលេងផ្ទះគាត់ហើយលោកតាច័ន្ទតែងតែទទួលបាយទឹកក្តៅជួនកាលគាត់អង្គុយនិយាយគ្នាលេងពីនេះពីនោះឲ្យរហូតនឹងឯងតែច័ន្ទគាត់ជាជើងចាស់នៅក្នុងខេត្តកំពង់ឆ្នាំងហ្នឹងអញ្ចឹងគាត់ស្គាល់កន្លែងអាចកំបាំងច្រើនអញ្ចឹងហើយវាចំចំណុចដែលបងវិចិត្រហ្នឹងចូលចិត្តអញ្ចឹងហើយបានគាត់ចេះតែនិយាយត្រូវគ្នាហ្នឹងហើយគាត់ក៏បានប្រាប់ថាកន្លែងនេះសប្បាយកន្លែងនេះមានកន្លែងរមណីយដ្ឋានកន្លែងនេះមានប្រាសាទកន្លែងនេះមានកោះមានអីអញ្ចឹងណាចំណែកកន្លែងណាដែលវាមានខ្មោចលងខ្មោចអីហ្នឹងក៏គាត់ប្រាប់ដែរគាត់ហាមថាកុំឲ្យទៅលេងកន្លែងនេះវាមានរឿងរ៉ាវហេតុការណ៍អញ្ចេះធ្លាប់មានគេឃើញវិញ្ញាណ1 2 3អីអញ្ចឹងទៅប៉ុន្តែបងវិចិត្រគាត់រៀងផ្កើនដែរគាត់អត់សូវខ្លាចទេរឿងខ្មោចយ៉ាងអីហ្នឹងគាត់ចូលចិត្តកន្លែងណាដែលស្អាតបើទោះបីជាកន្លែងហ្នឹងធ្លាប់មានអ្នកភូមិគេនិយាយថាគេធ្លាប់បានឃើញអ្វីមួយនៅកន្លែងហ្នឹងក៏ដោយក៏គាត់ចង់ទៅលេងដែរបងវិចិត្រគាត់ហៅលោកតាច័ន្ទតែឪទេដោយសារតែអាយុរបស់គាត់ហ្នឹងចាស់ហើយគាត់វាថាគាត់ស្រឡាញ់រាប់អានលោកតាច័ន្ទខ្លាំងអញ្ចឹងមិនគាត់ចេះតែហៅអញ្ចឹងណាហើយលោកតាច័ន្ទហ្នឹងគាត់ហាមណែបើគាត់ឯងទៅកុំទៅលេងកន្លែងហ្នឹងបើជិះបានជិះទៅបងវិចិត្រគាត់ថាកន្លែងហ្នឹងខ្ញុំទៅបោះតង់2 ដងឯហ្នឹងដែលជួបស្អីផងហ្នឹងកន្លែងហ្នឹងស្អាតហើយខ្ញុំចូលចិត្តទៅកន្លែងហ្នឹងហើយខ្ញុំមកសារហ្នឹងខ្ញុំបានដាក់ស្ទូចមកដែរថាចង់ទៅបបកលេងនៅកន្លែងហ្នឹងគេលោកបានត្រីខ្លះគ្រាន់ធ្វើម្ហូបពេលយប់អញ្ចឹងណាលោកតាច័ន្ទគាត់ពមៀនយីរុំឲ្យតែគាត់និយាយរឿងហ្នឹងគឺគាត់ហាមហ្មងគាត់ថាទៅបើអត់ជួបវាល្អហើយអញ្ចឹងកុំទៅកន្លែងហ្នឹងឲ្យសោះជិះទៅកុំទៅរំខានកន្លែងគេកូនឯងដឹងអត់កន្លែងហ្នឹងអ្នកភូមិគេឃើញគ្រប់គ្នាកូនមុនកូនឯងមកកន្លះខែមុនហ្នឹងមានអាក្មេងណាម្នាក់ឯងវាជិះទៅបុកប្រកាន់ដៃខឿនស្ពាននឹងបាក់កងាប់នៅហ្នឹងហើយអ្នកភូមិគេថាតែងតែឃើញអាព្រលឹងខ្មោចហ្នឹងវាឈរនៅក្បែរស្ពានហ្នឹងកូនឯងកុំទៅឲ្យសោះពីមុនវាផ្សេងឥឡូវវាផ្សេងវាអត់ដូចគ្នាទេប៉ុន្តែបងវិចិត្រនេះគាត់ថាអត់អីទេគាត់ចូលចិត្តកន្លែងហ្នឹងគាត់ចង់ទៅបោះតង់កន្លែងហ្នឹងលេងមួយយប់ពួកអីគាត់ខានមកកន្លែងហ្នឹងយូរហើយណាមួយគាត់ចង់ទៅថតវីដេអូធ្វើម្ហូបធ្វើអីដាក់ចូលក្នុង channel YouTube របស់គាត់ផងដែរដោយសារតែកន្លែងហ្នឹងវាមានទេសភាពស្អាតមានទឹកហូរទឹកអីអញ្ចឹងណាអញ្ចឹងហើយដល់និយាយកូនគាត់ស្ដាប់គាត់ថាទៅក៏ទៅអញ្ចឹងជួបម្ដងរៀងឯងអញ្ចឹងហើយបងវិចិត្រគាត់ក៏រៀបចំអីវ៉ាន់របស់គាត់ហ្នឹងសម្ដៅទៅកន្លែងកូនស្ពានដែលគាត់ត្រូវទៅបោះតង់នឹងយប់នឹងទៅគាត់ក៏រៀបចំអីវ៉ាន់ដូចមុនអញ្ចឹងនិយាយរួមទៅកន្លែងហ្នឹងស្អាតមែនមានទឹកធ្លាក់ទឹកអីមើលទៅតំណងខ្លាំងមែនតើពេលដែលគាត់ទៅដល់គាត់ក៏រៀបចំតម្លើងកាមេរ៉ារបស់គាត់ហ្នឹងថតសកម្មភាពគាត់តម្លើងតង់តម្លើងអីហើយគាត់ក៏រៀបចំស្ទូចត្រីស្ទូចអីកាឡូបានត្រីខ្លះធ្វើម្ហូបអីអញ្ចឹងណាពេលហ្នឹងម៉ោងប្រហែលជា5ល្ងាចនៅពេលដែលគាត់កំពុងតែបបកត្រីហ្នឹងពេលហ្នឹងមានក្មេង3នាក់វាដើរកាត់កន្លែងដែលបងវិចិត្រកំពុងតែបបកត្រីហ្នឹងហើយក្មេងៗហ្នឹងវាសួរពូឯងអ្នកស្រុកណាដូចមិនដែលឃើញបងវិចិត្រគាត់ថាគាត់មកពីពេញគាត់មកបោះតង់លេងនៅកន្លែងហ្នឹងហើយអាក្មេងៗហ្នឹងវាថាពូឯងមកបោះតង់ហ្នឹងយ៉ាត់ខ្មោចលងកន្លែងហ្នឹងគេល្បីខ្មោចលងខ្លាំងណាពូយ៉ាត់ខ្មោចលងពូទៅផ្ទះវិញទៅបងវិចិត្រគាត់សើចគាត់ថាទៅខ្លាចអីខ្មោច
ពូដើរបោះតង់គ្រប់កន្លែងពូខ្លាចផងពូជួបអស់ហើយខ្មោចឡងបានតែធ្វើឲ្យវាថាលឺសលេងលឺអីហ្នឹងបើថាឡងបន្លាចឲ្យវាលុះពលឹងហ្មងវាគ្មានទេពួកអាក្មេងៗហ្នឹងវាក៏ដើរផុតទៅដោយសារតែប្រាប់បងវិចិត្រទេប៉ុន្តែបងវិចិត្រគាត់អត់ស្ដាប់ហើយគាត់ក៏បន្តបបកថៃបកអីហ្នឹងទៅប៉ុន្តែអត់បានទេអត់មានស៊ីទេគប់ទៅវាថាគប់ទៅខុយទាំងដែលកន្លែងហ្នឹងមើលទៅគឺតំណងមានត្រីច្រើនដល់តែគប់មិនបានគាត់មានតែយកអាម្ហូបដែលគាត់ដាក់មកហ្នឹងយកមកធ្វើម្ហូបដើម្បីហូបនៅយប់ហ្នឹងទៅពេលហ្នឹងផងដែរម៉ោងប្រហែលជាដូចជាជាង7យប់ហើយនៅតាមទីជនបទគឺអាត្មាហ្នឹងគឺល្ងឹតខ្លាំងមែនតើណាមួយកន្លែងដែលគាត់ទៅបោះតង់ហ្នឹងគឺវារៀងដាច់ពីភូមិគ្រាន់ដែរអញ្ចឹងហើយអត់មានភ្លើងអគ្គិសនីឬក៏ភ្លើងសូឡាអីដើម្បីប្រចាំងនោះទេហើយណាមួយអាត្មាហ្នឹងក៏អត់មានម៉ូតូអ្នកភូមិអីជិះឆ្លងកាត់ដែរប្រហែលអាត្មាហ្នឹងគឺគេនាំកូននាំចៅងូតទឹកងូតភក់អីឡើងសម្រានលើផ្ទះអីហើយក៏មិនដឹងគាត់ក៏រៀបចំចាប់ភ្លើងចាប់អីគាត់ដើម្បីថតសកម្មភាពរបស់គាត់ធ្វើម្ហូបហ្នឹងសម្រាប់ដាក់ក្នុង channel YouTube របស់គាត់ដែលគាត់មានបាញ់ភ្លើងបាញ់អីយីរុំមើលទៅដូចអ្នកអាជីពអញ្ចឹងហើយគាត់រៀបចំ set up កាមេរ៉ាអីដើម្បីថតណាអញ្ចឹងគាត់ធ្វើម្ហូបបណ្ដាគាត់ចាក់អា speaker គាត់បណ្ដាហ្នឹងគាត់បើកស្ដាប់តែប៉ុន្តែបើកតិចទេបើកស្ដាប់បណ្ដាអញ្ចឹងទៅពេលហ្នឹងផងដែរគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែដើរកាត់កន្លែងរបស់គាត់កន្លែងនេះគាត់កំពុងតែធ្វើម្ហូបបោះតង់ហ្នឹងហើយគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហើយតិចឆ្អឹងខ្នងមិនក៏មិនដឹងដែរគាត់ក៏ទម្លាក់អាកបិតដែលកំពុងតែធ្វើម្ហូបហ្នឹងចោលហើយក៏ងាកមើលជុំវិញកន្លែងគាត់ហ្នឹងក៏ប៉ុន្តែអត់មានឃើញអីនោះទេអញ្ចឹងគាត់ក៏បែរខ្លួនមកធ្វើម្ហូបគាត់វិញទៅប៉ុន្តែពេលហ្នឹងគាត់ទទួលអារម្មណ៍នឹងម្ដងទៀតគាត់មានអារម្មណ៍ថាដូចជាមានគេដើរនៅក្បែរគាត់ហើយកំពុងតែសម្លឹងមើលគាត់អញ្ចឹងពេលហ្នឹងផងដែរគាត់ក៏ចាប់ផ្ដើមនឹកដល់សម្ដីពួកអាក្មេងៗប្រហែលអ្នកដែលនិយាយមួយគាត់កាលពីក្បាលល្ងាចហ្នឹងដែលធ្វើឲ្យគាត់ហ្នឹងចាប់ផ្ដើមព្រឺសម្បុរខ្លាំងម្ដងទៀតកប់ជួនអីពេលហ្នឹងគាត់ក៏រៀងមានអារម្មណ៍ថាចង់ឈឺនោមគាត់ក៏ដើរទៅនោមនៅខាងក្បែរព្រៃក្បែរហ្នឹងទៅនៅពេលដែលគាត់សម្រួលអីយ៉ាបត់ហើយហ្នឹងគាត់ក៏ដើរចេញមកវិញចូលកន្លែងដែលគាត់ធ្វើម្ហូបហ្នឹងក៏ប៉ុន្តែមកកលៀភ្នែកណាអ្នកទាំងអស់គ្នាគាត់មានអារម្មណ៍ថាគាត់បានឃើញសម្ោកខ្មៅអ្វីមួយយ៉ាងកំពុងតែអង្គុយនៅលើប្រកាន់ដៃស្ពានហ្នឹងគាត់មើលមកពុបទៅគឺឃើញច្បាស់ខ្លាំងមែនទែនដោយសារតែពេលហ្នឹងមិនមែនជាខែល្ងឹតទេគឺជាខែភ្លឺអញ្ចឹងហើយបើត្រឹមតែសម្ោកស្ទង់អីគឺគាត់អាចមើលឃើញច្បាស់ដូចពេលថ្ងៃអញ្ចឹងប៉ុន្តែនៅពេលហ្នឹងផងដែរគាត់ក៏បានងាកសម្លឹងមើលម្ដងទៀតជាមួយនឹងអាពិលរបស់គាត់នេះគាត់ប្រចាំងពិលទៅមើលដោយសារតែគាត់ចង់ដឹងថាអ្នកណាគេតនេមេះមកអង្គុយលេងនៅប្រកាន់ដៃស្ពានទាំងកណ្ដាលយប់អញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់ប្រចាំងពិលមើលម្ដងទៀតទៅគឺអត់មានឃើញទេគ្រប់យ៉ាងគឺស្ងាត់ឈឹងតែម្ដងនៅជុំវិញកន្លែងដែលគាត់នៅហ្នឹងគឺមានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះគាត់ក៏ត្រឡប់មកកន្លែងដែលគាត់ធ្វើម្ហូបវិញដូចដើមគាត់ក៏បន្តធ្វើម្ហូបធ្វើអីទៅឆ្អិនហើយគាត់ក៏អង្គុយហូបម្ហូបដែលគាត់ចម្អិនហ្នឹងវាថាមួយទេសភាពនៅពេលយប់ហ្នឹងគឺអែមខ្លាំងមែនតើអញ្ចឹងនៅពេលដែលគាត់ហូបអីហើយហ្នឹងគាត់ក៏មកអង្គុយលេងមកសបកធំដែរតម្រាំតែគាត់ងុយគេងហ្នឹងបានគាត់ចូលទៅគេងទៅពេលហ្នឹងម៉ោងប្រហែលជាជាង10ទៅហើយគាត់ថាដូចជា10កន្លះមិនដឹងជិត11មិនដឹងទេគាត់ក៏ចាប់ដើមមានអារម្មណ៍ថាក្តៅស្អុះស្អាប់សម្រានអត់លក់ទេគាត់ក៏ចេញពីក្នុងតង់ហ្នឹងមកអង្គុយលេងនៅខាងក្រៅតង់ហ្នឹងដោយគាត់គិតថាគាត់ចេញមកខាងក្រៅតង់ហ្នឹងឲ្យតិចសាច់បន្តិចបានគាត់ចូលទៅក្នុងតង់វិញសម្រានទៅវាលក់ស្រួលវាអត់ក្តៅស្អុះបែកញើសស្អុះស្អាប់អីអញ្ចឹងណាពេលហ្នឹងផងដែរគាត់ក៏មានយកអាពិលរបស់គាត់ហ្នឹងទៅប្រចាំងមើលដើមឈើប្រចាំងមើលទឹកមើលអីលេងណាប៉ុន្តែនៅពេលដែលគាត់កវាសពិលមកឆ្វាច់ទៅគាត់មានអារម្មណ៍ថាគាត់បានឃើញអីមួយយ៉ាងនៅលើប្រកាន់ដៃស្ពាននឹងម្ដងទៀតហើយគាត់មិនអស់ចិត្តទេគាត់ក៏ប្រចាំងពិលនឹងមកចំម្ដងទៀតមកចំមកកន្លែងដែលគាត់បានឃើញហ្នឹងណាក៏ប៉ុន្តែម្ដងហ្នឹងពុកម៉ែបងប្អូនមិនតែទេស្អាតដូចមុនទេគាត់បានឃើញស្ត្រីម្នាក់ស្លៀកឈុតពណ៌ខ្មៅសក់ឡើងកទ្រីងកទ្រើងតែម្ដងនិយាយរួមទៅមើលពីចង្អាយទៅឃើញគាត់កំពុងតែអង្គុយទម្លាក់ជើងពេលថាទម្លាក់ជើងស្ដោកបែរមុខសំដៅមកកាន់គាត់នេះ
ប៉ុន្តែគាត់អត់មើលឃើញមុខទេដោយសារតែសក់បាំងចិត្តឈឹងអស់ហើយប៉ុន្តែវាថាអង្គុយសណ្ដោកជើងហើយយល់ជើងហើយងក់ក្បាលពេលហ្នឹងបងបច្ចិតគាត់ថាគាត់ឃើញច្បាស់ពេញភ្នែកតែម្ដងដោយសារតែពិលបានប្រចាំងចំសភាវៈមួយហ្នឹងច្បាស់តែម្ដងពេលហ្នឹងបងបច្ចិតនេះគាត់ភ័យបុកពោះខ្លាំងហ្មងដោយសារតែគាត់បានឃើញច្បាស់នឹងភ្នែកពេកពេលហ្នឹងគាត់ក៏នឹកដល់សម្ដីរបស់ពុកច័ន្ទនេះគាត់បានហាម5ថាកុំឲ្យគាត់មកបោះតង់កន្លែងហ្នឹងទៀតប៉ុន្តែគាត់អត់ស្ដាប់ហើយគាត់ក៏នឹកដល់សម្ដីអាក្មេងៗនិយាយប្រាប់គាត់កាលពីក្បាលល្ងាចហ្នឹងម្ដងទៀតប៉ុន្តែគាត់នៅតែអត់ស្ដាប់ទៀតឥឡូវគាត់បានឃើញផ្ទាល់ភ្នែកហើយពេលហ្នឹងផងដែរគាត់ក៏មិនទៅនៅពិចារណាអីអាយុទៀតដែរគាត់ក៏បញ្ញាប់វាថាទាញម៉ូតូរបស់គាត់ហ្នឹងជិះទៅយ៉ាងលឿនសំដៅទៅផ្ទះរបស់លោកតាច័ន្ទនោះទៅទាំងកណ្ដាលយប់ពុកម៉ែបងប្អូនហើយទាំងដែលពេលហ្នឹងគឺស្ងាត់ខ្លាំងមែនតើស្ងាត់ជ្រាបទៅហ្មងហើយគាត់ថាគាត់ជាតិហ៊ានងាកមើលក្រោយទេគាត់ខ្លាចថាបើគាត់ងាកមើលក្រោយទៅប៉ះមកអង្គុយកតបនៅលើម៉ូតូគាត់អីមិនដឹងថាគាត់វាថាបាសសក់យ៉ាងណានោះទេវានិយាយរួមទៅគឺគាត់មួយយ៉ាងណាប្រញាប់ឲ្យទៅដល់ផ្ទះរបស់លោកតាច័ន្ទនោះទេពេលដែលទៅដល់ផ្ទះរបស់លោកតាច័ន្ទភ្លាមគាត់ក៏ប្រញាប់សំភ្លេឲ្យលោកតាច័ន្ទហ្នឹងភ្ញាក់ពីដំណេកដោយសារតែអាត្មាហ្នឹងគឺគាត់សម្រានបាត់ហើយនៅតាមទីជនបទចំណែកលោកតាច័ន្ទវិញគាត់ភ្ញាក់មកទាំងមមីមើពួកអីមនុស្សកំពុងតែសម្រានលក់ស្រួលផងស្រាប់តែលឺសំឡេងម៉ូតូសំភ្លេតម្លង់អីចឹងទៅគាត់បើកភ្លើងមើលអីមើលទៅក៏ឃើញថាជាបងវិចិត្រហើយលោកតាច័ន្ទគាត់សើចហ្មងពួកអីវាថាដូចគាត់ដឹងណាគាត់សើចចេញពីក្នុងផ្ទះគាត់មកណាហើយគាត់ក៏ហៅបងវិចិត្រហ្នឹងមកនិយាយអង្គុយលេងនៅក្រោមផ្ទះរបស់គាត់ហើយលោកតាច័ន្ទគាត់ថាម៉េចកូនឯងជឿពុកអត់លើពុកហាមហើយមិនស្ដាប់ឥឡូវឃើញតបភ្នែកហើយបងវិចិត្រគាត់ថាគាត់អត់ដឹងឆ្លើយតបមួយពុកច័ន្ទមិនទេពួកអីគាត់ក៏ហួសចិត្តខ្លួនឯងដែរហើយគាត់ថាគាត់ភ័យខ្លាំងមែនតើពេលហ្នឹងគាត់តែថាវាមិនភ័យរហូតដល់ថ្នាក់លួព្រលឹងឲ្យគាត់ជ្រុះសក់ជ្រុះអីដូចក្នុងរឿងនិទានក៏ដូចជាក្នុងរឿងកុនអីនោះដែរអញ្ចឹងហើយដល់ពេលព្រឹកបានគាត់នាំពុកច័ន្ទហ្នឹងទៅកន្លែងដែលគាត់បោះតង់ហ្នឹងហើយគាត់រៀបចំឲ្យវាយវ៉ាន់ហ្នឹងឡើងមកពេញវិញទៅអញ្ចឹងហើយចំពោះបទពិសោធន៍ដែលគាត់បានជួប3រឿងហ្នឹងគឺរឿងចុងក្រោយហ្នឹងគឺវារឿងស្ដែងជាងគេបន្តិចដែលធ្វើឲ្យគាត់ចងចាំណាហើយគាត់ថានៅមានរឿងផ្សេងទៀតដែលគាត់បានជួបគ្រាន់តែថាវាមិនសូវរន្ធត់អញ្ចឹងគាត់មិនសូវចង់ចែករំលែកមកកាន់ខ្ញុំទេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានសាច់រឿងទាំង3ហ្នឹងតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកំហុសខុសឆ្គងត្រង់ប្រការណាមួយក៏សូមខន្តីអភ័យទោសផងដែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តដែលសាច់រឿងនេះផងដែរគឺខ្ញុំនឹងនិយាយសាច់រឿងមួយដែលបានកើតឡើងចំពោះបងប្រុសម្នាក់ដែលគាត់បានធ្វើដំណើរទៅលេងខេត្តព្រះសីហនុអំឡុងពេលនោះផងដែរគឺឡានរបស់គាត់បានខូចនៅពាក់កណ្ដាលផ្លូវហើយរឿងដែលចម្លែកទៀតនោះគឺកន្លែងហ្នឹងគឺជាកន្លែងដែលគេកប់ភ្នូខ្មោចចិនជាច្រើនតែម្ដងអញ្ចឹងហើយគាត់ថាឡានគាត់ខូចហើយចំពេលដែលមានភ្លៀងធ្លាក់ខ្លាំងថែមទៀតអញ្ចឹងរកតែឡានអ្នកណាមកជួយអូសជួយសណ្ដោងក៏មិនបាននោះដែរពេលហ្នឹងបើគុំទៅបានបរិសម្នាក់ដើរជួយមកមើលម្លោះប្រហែលជាមិនដឹងថាឡានរបស់គាត់ត្រូវខូចឬមួយក៏ទុកចោលនៅកន្លែងហ្នឹងទល់ភ្លឺផងក៏មិនដឹងអញ្ចឹងសាច់រឿងនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាសាច់រឿងមួយនេះគឺបានចែករំលែកដោយបងប្រុសម្នាក់ឈ្មោះថាបងសវណ្ណដែលបងសវណ្ណគាត់គឺជាអ្នកខេត្តព្រះសីហនុហើយគាត់ក៏បានរៀបការជាមួយគ្រួសាររបស់គាត់នឹងដែលជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញក្រោយពេលដែលរៀបការជាមួយភរិយារបស់គាត់ហើយគាត់ក៏រើមកនៅទីក្រុងភ្នំពេញជាមួយគ្នាទៅប្រពន្ធរបស់គាត់ឈ្មោះថាបងរីណាគាត់ជាកូនអ្នកអំពេញផ្ទាល់តែម្ដងប៉ុន្តែគាត់សុំលាក់ទីតាំងដែលគាត់រស់នៅសិនដែលបច្ចុប្បន្នពីអ្នកប្តីប្រពន្ធគាត់នឹងគឺលក់ដូរនៅផ្សារអូឡ িম্প ិកជាន់ទី2ប៉ុន្តែគាត់អត់បានប្រាប់ថាគាត់លក់អីនោះទេបងសវណ្ណគាត់កម្របានទៅលេងស្រុកកំណើតណាស់ដោយសារតែគាត់រវល់លក់ដូរខ្លាំងមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយលក់ដូរនៅផ្សារគឺរវល់ខ្លាំងណាស់យើងមិនងាយបានឈប់នោះទេបើយើងចេះតែឈប់ផ្ដេសផ្ដាលក់មិនដាច់គឺអត់មានលុយបង់ឲ្យថ្លៃតូបគេឡើយ
ជាពិសេសគាត់ថានៅរដូវបុណ្យទានអីហ្នឹងគឺមនុស្សម្នាដើរសម្រុកផ្សារទិញច្រើនណាស់អញ្ចឹងបុណ្យទានគាត់មិនងាយឈប់ទេតម្រាំតែឈប់ហ្នឹងរហូតដល់ថ្ងៃចិត្តពិធីបុណ្យធំអីហ្នឹងគឺទើបគាត់បានឈប់ឧទាហរណ៍ថាដូចជាបុណ្យចូលឆ្នាំអញ្ចឹងតម្រាំតែគាត់បានឈប់គឺដល់ថ្ងៃទី14ហ្នឹងតែម្ដងគាត់ថាគាត់នៅលក់មួយថ្ងៃទៀតបានគាត់ឈប់អីអញ្ចឹងណាអញ្ចឹងហើយក្រោយពេលដែលគាត់បិទតូបបិទអីហើយគាត់ក៏បានចេញដំណើរទៅលេងឪពុកម្ដាយរបស់គាត់នៅឯខេត្តព្រះសីហនុហ្នឹងចំណែកអភរិយារបស់គាត់ក៏ចង់ទៅលេងឪពុកម្ដាយក្មេងគាត់ដែរអញ្ចឹងហើយគាត់អត់មានព្រះអង្គយូរឡើយគាត់ក៏ចេញដំណើរទៅខេត្តព្រះសីហនុទាំងយប់តែម្ដងគឺគាត់ចេញដំណើរពីភ្នំពេញទៅម៉ោង8យប់ហើយអីដែលចម្លែកនេះគឺថ្ងៃហ្នឹងគាត់អត់មានចង់ជិះតាមផ្លូវលបឿនលឿនទេគាត់ចង់ជិះតាមផ្លូវជាតិលេខ4វិញទាំងដែលរាល់ដងពេលគាត់ទៅកំពង់សោមគឺគាត់ជិះតាមផ្លូវលបឿនលឿនប៉ុន្តែមិនដឹងថ្ងៃហ្នឹងគាត់គិតមិនគាត់ថាគាត់ចង់សាកល្បងទៅតាមផ្លូវជាតិលេខ4ម្ដងមើលគាត់ជិះលេងអីអញ្ចឹងណាដោយសារតែគាត់ចង់ចំណាយលុយទៅលើការបង់ថ្លៃសេវាផ្លូវលបឿនលឿនហ្នឹងទេពេលដែលគាត់ចេញពីភ្នំពេញទៅគាត់ថាអាកាសធាតុដូចជាអត់មានល្ងិតមានអីទេគ្រាន់តែជិះបានប្រហែលជា1ម៉ោងស្រាប់តែមេឃចាប់ផ្ដើមងងឹតធ្លាក់ខ្យល់តែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះភ្លៀងក៏ចាប់ផ្ដើមមកធ្លាក់មកតិចចឹងណាប៉ុន្តែយូរទៅគឺភ្លៀងកាន់តែខ្លាំងទៅនិយាយរួមទៅភ្លៀងលាយជាមួយខ្យល់ហើយភ្នែកផ្ទោលព្រាកភ្លៀងខ្លាំងពេកគាត់ពិបាកបើកឡានបើទោះបីជាគាត់បើកផ្លិតទឹកវាថាបក់ចុះបក់ឡើងក៏ដោយក៏ពិបាកមើលផ្លូវដែរដោយសារតែភ្លៀងហ្នឹងគឺវាខ្លាំងយកតែមែនទេណាទាំងអស់គ្នាអញ្ចឹងហើយបងសវណ្ណនេះគាត់មានអារម្មណ៍ថាអត់សប្បាយចិត្តទេគាត់ຕົកសាច់ខ្លាំងមែនតើគាត់មួម៉ៅមុខអត់រីកអីអញ្ចឹងណាអញ្ចឹងហើយប្រពន្ធរបស់គាត់នេះបងរីណានេះគាត់ក៏បានប្រាប់គ្រួសារគាត់ថាអីទេបងបើកលេងទៅបើកយឺតទៅមិនបាច់បខំទេដល់អាត្មាហ្នឹងទៅយើងបាច់បខំទេគង់ទៅដល់ដូចតែគ្នាហ្នឹងនៅខណៈពេលដែលគាត់កំពុងតែបើកឡានទៅមុខណាទាំងអស់គ្នាឡានរបស់គាត់ស្រាប់តែលោតសញ្ញាឆែកនៅក្នុងតាប់ឡូហ្នឹងអញ្ចឹងហើយគាត់ក៏វាយសញ្ញោអែបស្ដាំមកអែបខាងផ្លូវនេះដើម្បីមើលថាតើវារកសញ្ញាអីខូចអីអញ្ចឹងណាដោយសារតែគាត់បើកឡានផ្លូវឆ្ងាយឃើញលោតឆែកអញ្ចឹងគាត់អត់ហ៊ានជន់លឿនទេខ្លាចមានបញ្ហាពេលដែលគាត់វាយសញ្ញោអែបខាងហើយស្រាប់តែឡានរបស់គាត់មិនដឹងកាត់អីទេអ្នកទាំងអស់គ្នាស្រាប់តែអាលុតយកតែម្ដងអត់ដំណើរការទេអាលុតភ្លើងភ្លឹបបើទោះបីជាគាត់ព្យាយាមបច្ឆេះឡានយ៉ាងណាក៏អត់ឆេះដែរម៉ាស៊ីនឡានគឺអាលុតឈឹងហ្មងស្រាប់តែសុកវាខូចអញ្ចឹងដោយអត់ដឹងមូលហេតុណាអ្នកទាំងអស់គ្នាពេលហ្នឹងផងដែរបងសវណ្ណគាត់ស្រឡាំងកាំងតែម្ដងព្រោះអីឡានគាត់តាំងពីទិញមកមិនដែលអញ្ចឹងនោះទេសុកស្រាប់តែខូចអញ្ចឹងវាចម្លែកខ្លាំងមែនតើគាត់គិតថាចេះចំហើយឡានបកាច់យកអីទៅមិនទិញមកសោះហេតុអីបានជាខូចអញ្ចឹងវាមិនសមខូចណាទាំងអស់គ្នាភ្លាមនឹងផងដែរប្រពន្ធគាត់ថាអត់អីទេសម្រួលអារម្មណ៍ទៅចាំមើលក្រែងលោមានអ្នកបើកកាត់អីយើងសុំសញ្ញាឲ្យគេជួយអីអញ្ចឹងណាប៉ុន្តែកន្លែងហ្នឹងគឺស្ងាត់ខ្លាំងមែនតើបងសវណ្ណគាត់ថាទី1ផ្លូវស្ងាត់ទី2គឺមេឃយប់ហើយទី3គឺភ្លៀងខ្លាំងអញ្ចឹងហើយបើទោះបីជាមានគេបើកបោឆ្លងកាត់ណាក៏កម្រមានគេឈប់មកជួយយើងឬមួយក៏គេអែបសញ្ញោមកមើលយើងដែរបើសិនជាមេឃអត់ភ្លៀងហ្នឹងវាអាចមានករណីគេចុះមកជួយយើងអីចឹងទៅប៉ុន្តែនេះគាត់ថាគឺពិបាកខ្លាំងមែនទែនក្នុងការស្វែងរកជំនួយពីនរណាម្នាក់ដើម្បីឲ្យមកជួយមើលឡានយើងណាអញ្ចឹងហើយគាត់ថាគាត់ចាំរៀងបានដូចជាកន្លះម៉ោងឯដែរអត់មានគេឈប់ជួយគាត់ក៏បានយកទូរស័ព្ទរបស់គាត់ហ្នឹងទេតាក់តងទៅជាងឡាននៅភ្នំពេញដើម្បីឲ្យគេមកអូសយកទៅជួសជុលអញ្ចឹងណាប៉ុន្តែពេលហ្នឹងផងដែរទូរស័ព្ទរបស់គាត់អត់មានសេវាទេអ្នកទាំងអស់គ្នាទូរស័ព្ទទាំងពីរនាក់ដៃប្រពន្ធណាអត់មានសេវាទាំងពីរនាក់បើទោះបីជាគាត់ព្យាយាមបិទបើកអាយន្តហោះនឹងយ៉ាងណាក៏ដោយក៏វាអត់មានសេវាដែរ no signal ខ្វែងតែម្ដងអញ្ចឹងគាត់ចាប់ផ្ដើមចម្លែកចិត្តហើយគាត់ថាកន្លែងហ្នឹងវាមិនសមអត់មានសេវាទេពួកអីមើលទៅវាដីវាក៏ពិតមែនប៉ុន្តែកន្លែងហ្នឹងវាគួរតែមានសេវាអាច call ចេញ call ចូលបានណាអ្នកទាំងអស់គ្នាបើសិនជាអត់អ៊ីនធឺណិតក៏អត់ទៅប៉ុន្តែវាមិនសមណាយើងទេទូរស័ព្ទមិនបាននោះទេអញ្ចឹងហើយពួកគាត់ទាំងពីរនាក់ពេលហ្នឹងគឺអត់អាចធ្វើឲ្យបានទេគាត់មានតែអង្គុយចាំនៅក្នុងឡានហ្នឹងទាំងដែលមេឃកំពុងតែភ្លៀងខ្លាំងដោយគេចាក់ទឹកអញ្ចឹងគាត់ថាគាត់ចាំយូរខ្លាំងហើយភ្លៀងក៏អត់រាំងដែរភ្លៀងកាន់តែខ្លាំងឡើងនិយាយរួមទៅគឺ
อดเรียงแต่มาดองในขณะหนึ่งบองได้พวกกวดกับบ้านกอยจำนึกนงลานนั่งละโหดไปจีอยู่กรอนได้เพลียงก็จับดำแรงเพลียงบนตายเวียมตอนได้กรอบเตเป็นในกรอบติดไปหนึ่งพองได้บองสวรรค์เนี่ยกวดก็บากทวีลานเชิงหมกขังกระหือดำใบรอกมือสมจำนวยปีลานได้บากบอฉลองกัดกระไหลนึงดำใบไอเกมาจุยมือลานกอดพองถ้าโคจไอจังนะกอดซองสายตาวิโคจกอยเต้บานจีเดมันแช่ไอจังให้กอดก็เจนมาปีกังแกลานั่งเลิกได้สมสัญญาไอเกจุยปนท้ายก็ท่าไปนั่งมินลานบากฉลองกัดได้มินถึงลานกองเตเนอลานตะซีหนึ่งลานและขณะกูซาเก็บบากถวยดำนานั่งอะคือกดเลิกได้สมจำนวนได้ปนท้ายอดมินเนนาเกชบจุยกดไหลวิอาธายกไปกระถาบานป่วยไปนั่งคือเมาเชียงดอบเตอร์ให้เกมันเฮียนชบจุยกอดเต้ป่วยเกคลายอย่าท่าเกคลายเหมือนเนื้ออันจังนะเกมันดังท่าเยื่อมันเดือดล้อหรือมวยกอมันเดือดกระโดดแต่ขณีหนึ่งไอจึงให้กอดก็เนยแต่ประตูชอจำยัวก็ท่ายูคลั่งเหมือนเต้นกอดซึ่งแต่อสังคมนะกอดปนใต้กอดไปนั่งกอดออยประปนกอดเจนปีแขวลานได้ออยประปนกอดเนยขนมลานนั่งกอดเนยชอแขวล้านจำเลิกได้สมจำนวนแต่มันในไอโนเตก็ถ้ากอดจำไปให้เชียดอนมองเชียงดอกกะลาเชียงดอกกะลาจัดดอกมวยนึงเซฟแต่กอดบ้านเคยผลลือปอเรื่องแบบท่าโดยเพลิงมาโตจังได้ชีเมาไปให้เชีย60 ไม้ตัว70 ไม้ปีกระไรเดลานกอดโคยังกอดเคยแบบนั้นบงสวรรค์ก็สบาย7 ครั้งเหมือนแต่กอดกระทาโอกอดพายจะอายสมเอาเกจจุยหรือมวยก็อายเอาเกแต่จุยโรเชียงในกระบายนั้นนะเอามาจุยเฟลานบอกกวนให้จำกอดเอาลอยเกไปหนึ่งพองได้เสียบแต่มีนบรอมาเนี่ยกอดบานชีมาโตมาดอกระไหลด้านเดปุกอดชบหนึ่งเปิดแมนให้บรอมาเนี่ยนั่งกอดกับบานชมมาโตให้กษะสู้ตัวกันบองสวรรค์ท่าบองเอ้ยลานมองไอ้โคอีเกให้มาโคอีในกระดาษไปสงันจังในกระไหลนั้นอดเซอร์มีนลานกิจลองกาเต้นะบองให้กอดมีนเชียงลานได้ให้ลานมองไอ้โคอีเกได้นั้นบองสวรรค์กอดก็ยิ่มกอดสบายจัดโดยซาตาเมียมันนึกมาสู้นวมก่อนกอดท่าบองเอ้ยยมกอดดังได้ซกเสียบตาลดในกระดาษเพลย์จังนะให้ระบองดังออดท่าเนอมาดมดังมีนเชียงลานเชียงไอได้ออดระบองจุยแต่รอเชียงลานไอเกมมาจูจูไอชมติบ้านได้ออดโปรไอท่าขยมถือฝืนดมนาวัตโตtừแคนเปอร์เซ็นต์đầu tiênอะไรตึมตอนบางเปะกระดาษเพลย์พ้องเสียบตาลานโคยจังนั่นระบองจังระบองไอจุยแต่รอเชียงลานนึกไหลนึงหรือกันเนยจัดนึงไอมาจูจูพ้องบ้านออดบรอมเนี่ยนั่งกดกับบานปราบท่าอะไรไอเต้ผู้ไอ้ขยมก็ใจมือลานคลาได้จำขยมช่วยมืออ้อยไปหนึ่งพองได้บองสวรรค์ก็ถึงสเตสเตอร์ได้ผู้ไอ้ลานก็ถึงทลายได้ให้กดคลายท่าบรอมเนี่ยนั่งอดใจฝืนลานฝืนโคยลานกอดเองจังนะปนท้ายไปนั่งก็ท่าอดมีนจมเรือเต้ภาษาจีนมันอ้อยก็ช่วยมือมีแต่ตกจอมายกตัวพลื้นนั่งจังให้กดก็ประคองจัดอ้อยบรอมเนี่ยนั่งช่วยมือเต้จำนายไอ้บรอมเนี่ยนั่งวิ่งรูปเรียงระบบกอดและขณะท่ากอดเสียเปียระเบียบเนี่ยจนบอดสกสายจมกาให้มีนเปียเปิลหนึ่งกับอาลมวยให้หนึ่งระเบียบท่าไปจั่วทองไอ้ดังไอ้เนื้อจั่วมาโตบกอดหนึ่งให้มือตกหมกบกอดนั่นคือระเบียบท่าขมายให้ผลใต้สเลกให้พนัยกอดเห็นรุงมาจมดังได้ให้ดำนาไว้เนี่ยอดเวลาอดเลื่อนโดยมาเดือยังดาธรรมดาเตะกอดดาระเบียบมวยยืดโดยมนุษย์เติบแต่กราวปีชื่อเองจังเนี่ยถึงเอาคนนี้ปนท้ายกอดท่าอย่างน่าก็ได้ไปนั่งกอดอดกัดจานแต่เฟยอย่างน่าเอาแต่เกอาจุยเมื่อลานกอดเอาใช้ไว้บ้านมันท่าขโมยมันท่ามนุษย์ได้คือกอดโอเคกอดอดควอลจานไหลไปนั่งพองได้เนี่ยถึงเอาคนนี้บรอมเนี่ยนั่งกอดบ้านบากเมื่อลานไอ้มาสตูนั่งกอดท่าประมาจุล่ะเลินเจเอาบองสวรรค์ไว้ปนกอดนั่งโจเต็งกุยเล้งไปแต่กอดเต้ป่วยไปแต่กอดในกระบายนั่งเต้จำกอดแต่รอคนี้เอามาจุยโจลานบากอนจำนายบองสวรรค์นั่งบอลรีเว้นกอดเห็นสเตสเตอร์ป่วยยุบอัตริดยุบเชยแต่ให้กอดท่ากอดมันจ้องเตสำราบเตียเนี่ยนาเต้นามวยก่อนดังท่าเกจิมดูลอหรือมวยกอดจังนะกอดบนท้ายบรอมเนี่ยนั่งกอดมือเต้กอดใหญ่เยืองแหลกนะกุยตกจัดได้กอดท่าmấy tê từ sầm rạp tê cọt đầm rong chlong tê 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 cọt nó chất nâng tê
គាត់ក៏ចង្អុលទៅឃើញមានផ្ទះមួយពិតមែនឃើញមានភ្លើងភ្លឺប្លង់ដែលចុះពីថ្នល់ជាតិទៅប្រហែលជាដូចជា50-60ម៉ែត្រទេដល់ផ្ទះហ្នឹងហើយអញ្ចឹងហើយបងសវណ្ណហើយនឹងបងនារីហ្នឹងគាត់ក៏បានចុះពីលើឡានដើរទៅសម្រាប់ផ្ទះហ្នឹងមកស្ទុះទៅជាមួយនឹងបងប្រុសម្នាក់ហ្នឹងចំណែកបងប្រុសម្នាក់ហ្នឹងគាត់ក៏បានជូនបងទាំងពីរទៅសម្រាប់ផ្ទះរបស់គាត់ទៅដែលផ្ទះរបស់គាត់ហ្នឹងគឺជាប្រភេទផ្ទះឈើនៅខាងលើហើយខាងក្រោមគឺវាថ្លឹងហើយនៅខាងក្រោមផ្ទះហ្នឹងគឺមានក្រែមួយជាមួយនឹងយើងចងរឹងអ្នកនរគ្នាចងរឹងនៅខាងក្រោមហ្នឹងមាន2កន្លែងពេលដែលទៅដល់ផ្ទះហ្នឹងហើយបងសវណ្ណគាត់ក៏សួរថាលោកបងនៅតែម្នាក់ឯងទេអីអត់ឃើញមានអ្នកណាគេនៅផ្ទះជាមួយអញ្ចឹងបងប្រុសម្នាក់ហ្នឹងគាត់អត់ឆ្លើយអីទេគាត់ក៏សើចអីគាត់ថាអត់អីទេអង្គុយលេងសិនទៅចាំខ្ញុំទៅរកអ្នកភូមិផ្សេងទៀតឲ្យទៅជួយមើលឡានឲ្យនៅពេលហ្នឹងផងដែរបងទាំងពីរហ្នឹងបងសវណ្ណនិងបងនារីគាត់ក៏ដំរេនខ្លួនសម្រាប់នៅលើងរឹងហ្នឹងមកសឡែតទៅដើម្បីយកកម្លាំងណាទាំងអស់គ្នាដោយសារតែពេលនេះគឺវាយប់ជ្រៅណាស់ទៅហើយនៅពេលហ្នឹងផងដែរបងសវណ្ណគាត់សម្រាប់អត់លក់ទេគាត់ចាប់អារម្មណ៍ថាហេតុអីបានជានៅកន្លែងហ្នឹងមានផ្ទះតែមួយអញ្ចឹងហើយស្ងាត់ខ្លាំងមែនតើនៅជុំវិញហ្នឹងអ្នកទាំងអស់គ្នាគឺមានភ្លើងតែមកប្លុកផ្ទះគាត់ហ្នឹងទេក្រៅពីហ្នឹងគឺសិតតែព្រៃកូនកាសាកូនពេញខ្យល់ដោះនៅកន្លែងហ្នឹងព័ទ្ធជុំវិញតែម្ដងគាត់ចាប់ផ្ដើមសម្លឹងមើលទេសភាពជុំវិញហ្នឹងគឺរង្កិតខ្លាំងមែនតើឃើញមានតែកូន7ពេកហោះផ្លុងភ្លឺផ្លឹបផ្លែតនៅក្នុងព្រៃហ្នឹងណាទាំងអស់គ្នាចំណែកឯខ្យល់វិញគឺបក់សសៀមកត្រជាក់ខ្លាំងមែនតើធ្វើឲ្យគាត់ព្រឺឆ្អឹងខ្នងខ្ញាក់តែម្ដងចំណែកភរិយារបស់គាត់វិញគាត់អស់កម្លាំងខ្លាំងពេកដោយសារតែលក់ដូរពេញមួយថ្ងៃហើយបាយជាមកខូចឡានប្រហែលម៉ោងទៀតអញ្ចឹងគាត់អស់កម្លាំងខ្លាំងមែនតើគាត់ក៏សម្រានលក់នៅលើរឹងហ្នឹងទៅចំណែកបងសវណ្ណគាត់ក៏មិនបានទៅដាស់ភរិយាគាត់ឲ្យភ្ញាក់មកវិញដែរគាត់ចង់ឲ្យប្រពន្ធគាត់សម្រាកឲ្យយកកម្លាំងសិនណាតម្រាំតែគេជួសជុលឡានហើយបងសវណ្ណគាត់ទាញទូរស័ព្ទរបស់គាត់មកចុចមើលរូបភាពរូបអីលេងទៅដោយសារតែពេលហ្នឹងគឺទូរស័ព្ទអត់មានសេវាទេបើទោះបីជាគាត់ចង់បើកបណ្ដាញសង្គមអូស្ក្រូលេងក៏វាអត់កើតដែរអញ្ចឹងគាត់មើលរូបភាពរូបអីលេងអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងគាត់ចេះតែអូសចុះអូសឡើងបើកបទចម្រៀងស្ដាប់អីហ្នឹងគាត់ស្រាប់តែបានឮសំឡេងភ្លេងមួយគឺសំឡេងភ្លេងពិនពៀតប៉ុន្តែមិនមែនឮខ្លាំងទេវាថាឮខ្សោចេញពីក្នុងភូមិគេមួយទៀតមកទាំងដែលយប់ទៅហើយណាទាំងអស់គ្នាមិនសមណាមានគេលេងភ្លេងនឹងនោះឡើយយ៉ាងច្រើនបើពិធីបុណ្យសពគេលេងត្រឹមតែម៉ោង9ឬមួយក៏ម៉ោង8អីហ្នឹងគឺគេឈប់លេងហើយគឺគេបិទមេក្រូបិទអីហើយគឺគេនៅលេងបៀឬមួយក៏អង្គុយផឹកស្រាផឹកអីកំដររោងហើយក៏ប៉ុន្តែនេះយប់ជ្រៅទៅហើយគាត់នៅតែឮសំឡេងនឹងទៀតបងសវណ្ណគាត់ចាប់ផ្ដើមចម្លែកក្នុងចិត្តហើយគាត់ថាដូចជាមិនសូវស្រួលទេអីមានអ្នកណាគេចាក់ភ្លេងពិនពៀតអីទាំងកណ្ដាលយប់អញ្ចឹងពេលហ្នឹងគាត់រៀងភ័យដែរប៉ុន្តែគាត់ក៏បើកសំឡេងទូរស័ព្ទរបស់គាត់នេះបើកសំឡេងបទចម្រៀងហ្នឹងឲ្យរៀងលឺបន្តិចដើម្បីឲ្យលុបអាសំឡេងភ្លេងពិនពៀតហ្នឹងណាប៉ុន្តែបងសវណ្ណគាត់ថាបើទោះបីជាគាត់ព្យាយាមបើកអាសំឡេងទូរស័ព្ទគាត់ខ្លាំងយ៉ាងណាក៏ដោយក៏សំឡេងភ្លេងពិនពៀតហ្នឹងនៅតែបន្តលឺរហូតហ្នឹងគ្រាន់តែវាលឺមិនខ្លាំងដូចមុនណាអ្នកទាំងអស់គ្នាប៉ុន្តែគាត់ក៏មិនទៅជាខ្លាចអីដែរដោយសារតែភ្លេងហ្នឹងវានៅឆ្ងាយពីគាត់ដែរនៅភូមិផ្សេងណាទាំងអស់គ្នាអញ្ចឹងហើយគាត់ក៏ចេះតែបន្លប់អារម្មណ៍អង្គុយលេងមើលឆ្វេងមើលស្ដាំមើលផ្ទះមើលនេះមើលនោះអីអញ្ចឹងណាពេលហ្នឹងផងដែរគាត់ស្រាប់តែលឺសំឡេងដូចជាដុំថ្មអញ្ចឹងធ្លាក់ចំទៅលើផ្ទះបងហ្នឹងលឺសូរតែក្រាំងខ្លាំងតែម្ដងដែលធ្វើឲ្យភរិយារបស់គាត់បងរីណាហ្នឹងភ្ញាក់កញ្ញាងហើយក៏សួរប្តីគាត់ថាបងហើយមានរឿងអីកើតឡើងមិញឮសលេងអីគេធ្លាក់ចំទៅលើផ្ទះហ្នឹងបងសវណ្ណក៏ថាបងក៏អត់ដឹងដែរប្រហែលជាពីណាគេយកដុំថ្មដុំអីយកមកគប់ទៅលើផ្ទះលេងហើយឃើញម្ចាស់ផ្ទះគេអត់នៅអីអញ្ចឹងណាពេលហ្នឹងបងសវណ្ណគាត់ប្រាប់ឲ្យប្រពន្ធគាត់នៅអង្គុយនឹងរឹងហើយគាត់ក៏កាន់ទូរស័ព្ទរបស់គាត់ហ្នឹងបើក flash ដើរមើលជុំវិញផ្ទះហ្នឹងបរិវេណផ្ទះហ្នឹងប៉ុន្តែគាត់ដើរកន្លងជុំវិញមួយជុំពីរជុំហ្នឹងគាត់ថាអត់មានឃើញមនុស្សអីទេប៉ុន្តែរឿងដែលគាត់រៀងចម្លែកចិត្តនោះគឺគាត់មើលទៅផ្ទះដែលគាត់កំពុងតែស្នាក់នៅហ្នឹងមើលទៅដូចជាផ្ទះចាស់ខ្លាំងមែនតើបើសសរវិញរបៀបថាសសរឈើប៉ុន្តែមិនសសរឈើដែលទើបតែធ្វើថ្មីឯងរបៀបថាដូចជាផ្
ផ្ទះចាស់ដែលសល់ពីជំនាន់សម័យសង្គ្រាមមកអញ្ចឹងទាំងដែលក្បឿងក៏មិនមែនជាប្រើប្រភេទក្បឿងបច្ចុប្បន្នដែរដែលក្បឿងដែលគេប្រើហ្នឹងគឺជាក្បឿងសកាត្រីប៉ុន្តែក្បឿងនេះគឺចាស់ខ្លាំងមែនតើផ្នែកខ្លះនៃដបូលហ្នឹងគឺបាក់បែកធ្លាក់មកនៅខាងក្រោមសញ្ញាផ្ទះនឹងឯងអញ្ចឹងផងដែរបងសវណ្ណនេះគាត់គិតថាបើផ្ទះបាក់បែកអញ្ចឹងអស់ទៅហើយម្ចាស់ផ្ទះគេនឹងរស់នៅមិនទៅអត់គិតជួសជុលអីទេហើយភ្លៀងមកភ្លៀងអីហ្នឹងមិនសើមអស់ហើយចឹងហើយគាត់ក៏ចេះតែដើរកលឹងមើលពីបិជុំទៀតទៅក៏អត់មានឃើញអីគាត់ក៏មកអង្គុយនិយាយគ្នាលេងជាមួយប៉ុនរបស់គាត់ចំណែកបងនារីវិញគាត់ចេះតែមានអារម្មណ៍រសាប់រសល់ហើយអត់សូវស្រួលដូចគ្នាគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហើយត្រជាក់ចុងដៃចុងជើងមិនដឹងទេប៉ុន្តែប្តីរបស់គាត់បាននិយាយថាអត់អីទេកុំទៅគិតច្រើនពេលយប់អញ្ចឹងហើយទាំងយើងទាំងគេនៅអង្គុយកដាយប់អធិរានអញ្ចឹងយើងតែងតែមានអារម្មណ៍បែបហ្នឹងហើយគាត់អង្គុយចាំបងប្រុសម្នាក់ហ្នឹងជួជុលឡានរបស់គាត់នឹងយូរខ្លាំងមែនតើគាត់ថាប្រហែលជា1ម៉ោងជាងណាអត់ឃើញត្រឡប់មកវិញទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាគាត់នឹងដើរត្រឡប់ទៅឡានរបស់គាត់វិញដើម្បីចង់ដឹងថាឡានរបស់គាត់ជួសជុលហើយនៅពេលនឹងផងដែរនៅពេលដែលគាត់ដើរទៅកន្លែងឡានរបស់គាត់មើលពីចង្ងាយទៅគាត់បានឃើញភ្លើងភ្លឺមកដុំនៅកន្លែងឡានរបស់គាត់ហ្នឹងពេលនឹងផងដែរបងសវណ្ណគាត់គិតថាចំទីចោលមកពីណាចូលមកលួចឡានគាត់ទៅគាត់ក៏បញ្ញាប់ដើរទៅកាន់ឡានគាត់យ៉ាងលឿនតែម្ដងទាំងដែលបងរីណានៅដើរពីខាងក្រោយគាត់យឺតទេហើយគាត់បានស្រែកប្រាប់ប្តីគាត់ថាបងកុំដើរលឿនពេកចាំខ្ញុំផងយប់ហើយអញដើរលឿនម៉េះអត់ចាំអូនផងទេអីអញ្ចឹងហើយប្តីរបស់គាត់នេះគាត់ថាអូនឯងដើរពីក្រោយបងមកបងបញ្ញាប់ដើរទៅមុនទៅមើលឡានតិចខ្លាចមានអ្នកណាគេលួចនេះលួចនោះអីអញ្ចឹងណាទាំងអស់គ្នាក៏ប៉ុន្តែនៅពេលដែលគាត់ដើរចិត្តទៅដល់ឡានរបស់គាត់ណាស្រាប់តែបាត់ពលឺនឹងឈឹងតែម្ដងគ្រប់យ៉ាងគឺងងឹតឈឹងនៅសល់តែទូឡានរបស់គាត់មួយទេហើយបងប្រុសម្នាក់ដែលជួសជុលឡានរបស់គាត់ហ្នឹងក៏អត់មានឃើញនៅកន្លែងហ្នឹងដែរនិយាយរួមទៅគឺអត់មានមនុស្សម្នាក់តែម្ដងណាទាំងអស់គ្នាគឺស្ងាត់ជ្រាបតែម្ដងមានតែឡានគេបើកឆ្លងកាត់ទៅមកហ្នឹងពេលនឹងផងដែរគាត់រៀងសង្ហាក់ចិត្តខ្លាំងមែនតើគាត់ថាឯងខំទៅទុកចិត្តឲ្យជួយមើលឡានឯងឥឡូវស្រាប់តែបាត់ឈឹងរត់ចោលឡានឯងទុកចោលហើយចោះបានណាលួចទៅបាត់ទៅវាមិនវីវហើយពេលនឹងផងដែរបងសវណ្ណគាត់ក៏ចូលទៅក្នុងឡានដើម្បីបញ្ឆេះឡានប៉ុន្តែអ្នកទាំងអស់គ្នារឿងដែលគាត់នឹកស្មានមិនដល់នៅពេលដែលគាត់បញ្ឆេះឡានហ្នឹងស្រាប់តែឡានគាត់ឆេះធម្មតាអត់មានលោតឆេកខូចអីទេបងសវណ្ណគាត់សប្បាយចិត្តខ្លាំងមែនទែនគាត់អត់នឹកស្មានថាឡានរបស់គាត់អាចជួសជុលវិញបានឡើយទាំងដែលពេលហ្នឹងគាត់អស់សង្ឃឹមទៅហើយថាគាត់ប្រហែលត្រូវដេកនៅក្នុងឡានហ្នឹងដល់ភ្លឺហើយបានអាចសុំឲ្យគេជួយជួសជុលឡាននៅពេលព្រឹកអីចឹងណានៅពេលដែលឡានគាត់ឆេះអីដំណើរការឡើងវិញហ្នឹងហើយគាត់ក៏បានហៅភរិយារបស់គាត់ហ្នឹងឡើងឡានដើម្បីបន្តដំណើរទៅខេត្តទៅប៉ុន្តែទម្រាំតែដល់ខេត្តបរសែនឌុគឺយប់ជ្រៅខ្លាំងមែនទែនគាត់ថាម៉ោងដូចជាចូល2ម៉ោង2ឬក៏7:02អីក៏ហ្នឹងពេលដែលទៅដល់ផ្ទះរបស់គាត់ហ្នឹងគាត់អស់កម្លាំងខ្លាំងណាដោយសារតែផ្លូវឆ្ងាយឡានខូចហើយនិយាយរួមទៅវាផ្លូវចិត្តគាត់រៀងយ៉ាប់យ៉ឺនដែរណាទាំងអស់គ្នាគាត់ក៏ចូលទៅសម្រានអត់បានទៅនិយាយអីច្រើនជាមួយនឹងគ្រួសារគាត់ទេនៅពេលព្រឹកព្រលឹមឡើងគាត់ក៏មកអង្គុយនិយាយលេងជាមួយប៉ាម៉ាក់របស់គាត់គាត់ថាហើយយប់មិញកូនឯងចេញមកក៏យប់ម្លេះមិនព្រមចេញមកពីភ្លឺពីអីអញ្ចឹងណាស្រួលមើលផ្លូវបងសវណ្ណគាត់ថាខ្ញុំចេញមកម៉ោង8អីហ្នឹងម៉ាក់អញ្ចឹងគាត់ថាបើតាមគាត់គិតទៅប្រហែលជាយូរបំផុតគាត់ជិះដល់ហ្នឹងប្រហែលជាម៉ោង12អីហ្នឹងដល់ហើយប៉ុន្តែចង្រៃអីពេលហ្នឹងគឺឡានរបស់គាត់ខូចនៅពាក់កណ្ដាលផ្លូវហើយតម្រាំតែរកគេមកជួយជួសជុលបានហ្នឹងគឺវាយប់ជ្រៅទៅហើយអញ្ចឹងហើយបានជាគាត់មកយឺតអញ្ចឹងណាពេលហ្នឹងផងដែរប៉ារបស់គាត់នេះគាត់ក៏បានមកសួរថាកូនឯងខូចឡាននៅម្ដុំណាបងសវណ្ណគាត់ក៏ថាគាត់ចាំបាននៅកន្លែងឡាននៃគាត់ខូចហ្នឹងគឺមានគីឡូផ្លូវមួយគេដាក់គីឡូលេខ76គ្រាន់តែលឺបែបហ្នឹងហើយប៉ារបស់គាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់ក៏បាននិយាយថាកូនឯងដឹងអត់កាលពីប្រហែលខែមុនណាមានគ្រួសារហ្នឹងបានក្លាប់ឡានស្លាប់នៅម្ដុំឡៃហ្នឹងស្លាប់ទាំងអស់គ្នាអត់មានអ្នកណាគេរួមម្នាក់ឡើយហើយកន្លែងហ្នឹងអាសាមានគ្រោះថ្នាក់ចរាចរណ៍
ជាពិសេសគឺនៅពេលជប់នឹងម្ដងបើកទៅបុកនេះបុកនោះស្លាប់មកកណោគ្នានឹងឯងនឹងម្ដុំ1គីឡូ76ហ្នឹងគាត់តែលឺសំដីរបស់ប៉ារបស់គាត់និយាយបែបហ្នឹងហើយបងសវណ្ណគាត់ក៏បានរៀបរាប់ហេតុការណ៍នៅយប់ហ្នឹងប្រាប់ដល់លោកប៉ារបស់គាត់ឲ្យបានដឹងថាមានបរិមម្នាក់មកជួយជួសជុលឡានរបស់គាត់ហើយសុកស្រាប់តែបាត់ស្មោលឈឹងអត់ដឹងទៅណាអញ្ចឹងទៅពេលហ្នឹងផងដែរប៉ារបស់គាត់នេះបាននិយាយថាប្រហែលជាគេមកជួយកូនឯងហើយគេមកបំណងល្អទេអញ្ចឹងហេងហើយកូនឯងបានមានគេមកជួយបើសិនជាប៉ះវិញ្ញាណខ្មោចអាក្រក់អីគឺច្បាស់ជាវីវហើយអញ្ចឹងហើយបងសវណ្ណគាត់ថាអាចជាសំណាងគាត់ដែរដែលមានបលឹងវិញ្ញាណខ្មោចអីបានមកជួយគាត់អីអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកវិញនេះគាត់អត់ជិះតាមផ្លូវលបឿនលឿនទេគាត់ជិះតាមផ្លូវជាលេខ4នឹងដដែលប៉ុន្តែគាត់មកពេលថ្ងៃដែលគាត់ចង់ដឹងថាម្ដុំកន្លែងដែលគាត់ខូចឡានហ្នឹងវាគឺជាកន្លែងអីអ្នកទាំងអស់គ្នាដឹងអត់កន្លែងដែលគាត់ខូចឡានហ្នឹងគឺអត់មានផ្ទះមួយខ្នងទេអ្នកទាំងអស់គ្នាហើយនៅពីកែងចំហៀងផ្លូវនោះដូចជាមានកន្លែងគេកប់ភ្នោខ្មោចអញ្ចឹងហើយរឿងដែលរន្ធត់ថែមទៀតនោះអ្នកទាំងអស់គ្នានៅលើថ្នល់ឃើញមានអាស្លាកស្នាមអាកំប៉ុងសប្រៃដែលប៉ូលីសគាត់បាញ់កូដថ្នាក់ចរាចរណ៍មានរូបឡានរូបមនុស្សស្លាប់រូបអីហ្នឹងរូបម៉ូតូរូបអីហ្នឹងគឺនៅលើថ្នល់ក្បែរកន្លែងដែលគាត់ខូចឡានហ្នឹងថែមទៀតផងឃើញបែបហ្នឹងបងសវណ្ណគាត់លើកដៃបួងសួងគាត់ថាអរគុណគុណម៉ែគុណឪដែលបានជួយគាត់ឲ្យរួចផុតពីគ្រោះថ្នាក់នៅយប់ហ្នឹងហើយក៏អរគុណដល់ពលឹងវិញ្ញាណដែលបានមកជួយគាត់ដែរពេលហ្នឹងផងដែរគាត់ក៏រលឹកនឹកគុណដល់វិញ្ញាណខ្មោចបរោះម្នាក់ដែលមកជួយធ្វើឡានរបស់គាត់ហ្នឹងគាត់ថាអរគុណហើយដែលបានជួយគាត់ចាំគាត់ធ្វើបុណ្យឧទ្ទិសកុសលឲ្យឆាប់បានទៅចាប់ជាតិចាប់កំណើតថ្មីណាអញ្ចឹងគាត់ថាហេតុការណ៍នៅយប់ហ្នឹងគឺរន្ធត់ខ្លាំងមែនតើហើយប្រពន្ធរបស់គាត់រឹតតែខ្លាចជាងគាត់ទៀតដោយសារតែគឺឃើញទាំងពីរនាក់ស្រស់តែម្ដងហើយរឿងដែលហួសចិត្តនោះគឺពួកគាត់ទាំងពីរនាក់បានទៅអង្គុយនៅក្រោមផ្ទះគេថែមទៀតផងទាំងដែលកន្លែងហ្នឹងកន្លែងដែលគាត់ខូចឡានហ្នឹងគឺអត់មានផ្ទះទេមានតែភ្នោខ្មោចអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាធ្លាប់ជួបហេតុការណ៍ដូចគាត់ដែរអត់បើសិនជាធ្លាប់ជួបហេតុការណ៍ចម្លែកនៅតាមដងផ្លូវមិនថាផ្លូវទៅកំពង់សោមផ្លូវទៅកោះកុងឬក៏ផ្លូវទៅស្វាយរៀងអីហ្នឹងលោកអ្នកទាំងអស់គ្នាអាចចែករំលែកមកកាន់ admin បានតាមរយៈ comment ខាងក្រោមឬមួយក៏ Telegram របស់ admin អរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយបន្តទៀត